បាទដោយសារពេលវេលាយើងក៏បានមកដល់លើសបន្តិចហើយអញ្ចឹងវគ្គទី2នេះជាវគ្គដណ្ដើមយក JLP លេខ1និងលេខ2បាទតែយើងនឹងធ្វើការជជែកទៅលើប្រធានបទការវិនិយោគផ្ទាល់ពីបរទេសក្នុងប្រទេសកម្ពុជាបាទអញ្ចឹងស្តៀងនឹងប្រធានបទមុនដែរតែមានភាពទូលាយជាងមុនបន្តិចបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំសូមគ្រប់អញ្ជើញបេក្ខជនរបស់យើងទាំងពីរក្រុមបាទក្រុមទី1សូមគ្រប់អញ្ជើញក្រុមបដិសេធក្រុម Double D បាទសូមអញ្ជើញឡើងមកលើវេទិកាបាទក្រុមទី2សូមអញ្ជើញក្រុមស្របដែលក្រុមយុវជន21បាទសូមអញ្ជើញដែលក្រុមស្របក្រុមយុវជន21មានសមាជិក2នាក់កញ្ញាអង្គខេមរាបរមីច័ន្ទនិងលោកសៀងធានសឹងបាទសម្រាប់ក្រុម Double D មានសមាជិក2នាក់ដូចគ្នាលោកសៀមលីដែននិងលោកម៉ៅដេវីតបាទអញ្ចឹងគណៈកម្មការយើងមិនមានការផ្លាស់ប្ដូរទេគឺនៅដដែលហើយសូមបងប្អូនស្ដាប់នៅនីតិវិធីនៃការប្រកួតរបស់យើងបាទអរគុណច្រើនបងធានតាក់ទងជាមួយនឹងនីតិវិធីនៃការប្រកួតក៏មិនខុសពីការវគ្គមុនដែរគឺយើងមាន4វគ្គដូចគ្នាដែលបេក្ខភាពក្រុមទាំងពីរមានពេលនៅក្នុងការជជែកតាក់ទងជាមួយនឹងដំណើរការនៃការប្រកួតគឺ4វគ្គទី1តាក់ទងជាមួយនឹងការបកស្រាយទៅលើប្រធានបទពន្យល់ន័យនៃពាក្យប្រធានបទនិងលើកតលហិកដោយក្រុមនីមួយៗមានពេល5នាទីនៅក្នុងការបកស្រាយវគ្គទី2គឺជាការបកស្រាយតលហិកទី2ដែលក្រុមនីមួយៗមានពេល3នាទីនៅក្នុងការបកស្រាយទី3គឺវគ្គសំណួរចម្លើយដែលមួយក្រុមអាចមានសិទ្ធិក្នុងការសួរសំណួរ2សំណួរដែលមានរយៈពេល1នាទីនិងមានការឆ្លើយតបវិញរយៈពេល2នាទីឈរដល់វគ្គចុងក្រោយគឺជាវគ្គសរុបសេចក្តីដូច្នេះក្រុមនីមួយៗមានពេល3នាទីនៅក្នុងការសរុបសេចក្តីចាអញ្ចឹងតាក់ទងជាមួយពេលវេលាយើងមានគណៈកម្មការនៅក្នុងការកំណត់ម៉ោងបងប្អូនអាចក្រឡេកទៅមើល screen នៅខាងមុខដើម្បីដឹងពីពេលវេលានៅក្នុងការជជែកនៃវគ្គនីមួយៗចាដូច្នេះកុំឲ្យខាត់ពេលយូរនាងខ្ញុំសូមគោរពអញ្ជើញក្រុមស្របដើម្បីត្រៀមនៅក្នុងការបកស្រាយទៅលើវគ្គទី1តាក់ទងអំពីការបកស្រាយលើប្រធានបទពន្យល់ន័យនៃពាក្យប្រធានបទនិងលើកតលហិកដែលបងប្អូនមានពេល5នាទីនៅក្នុងការបកស្រាយដូច្នេះសូមបងប្អូនត្រៀម3 2 1សូមចាប់ផ្ដើមយោងទៅតាមមាត្រាទី3មាត្រាទី5ចំពោះ6និងមាត្រាទី16នៃច្បាប់ស្តីពីវិនិយោគកម្ពុជាឆ្នាំ2021បានបញ្ជាក់ឲ្យឃើញថាការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាគឺសមស្របទៅនឹងគោលដៅអភិវឌ្ឍជាតិការការពារសិទ្ធិកុមារនិងមិនមានអំពើពុករលួយកើតឡើងនេះធានាបានថាការវិនិយោគផ្ទាល់ពីបរទេសចូលនៅក្នុងប្រទេសកម្ពុជាគឺគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលត្រឹមត្រូវស្របតាមច្បាប់និងប្រកបដោយចីរភាពសូមគោរពដល់គណៈកម្មការក្រុមស្របនិងអង្គក្រុមបដិសេធនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំអង្គខេមរាបរមីច័ន្ទតាំងនាមឲ្យក្រុមស្របពួកយើងនៅតែយល់ស្របទៅលើប្រធានបទនិងជឿជាក់ថាការវិនិយោគផ្ទាល់ពីបរទេសចូលនៅក្នុងប្រទេសកម្ពុជាគឺផ្ដល់នូវប្រយោជន៍ច្រើនជាងបើប្រៀបធៀបទៅនឹងផលអវិជ្ជមានដែលក្រុមបដិសេធអាចនឹងលើកឡើងដើម្បីធ្វើការឆ្លើយតបទៅនឹងប្រធានបទក្រុមស្របយើងខ្ញុំនឹងធ្វើការពន្យល់ទៅនៅពាក្យគន្លឹះគោលចំហរបស់ក្រុមស្របយើងខ្ញុំនឹងបកស្រាយទៅលើតលហិកទី1យោងទៅតាមក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាឆ្នាំ2022ការវិនិយោគផ្ទាល់ពីបរទេស FDI គឺស្ថិតនៅក្នុងរូបភាពដូចជាការបង្កើតអាជីវកម្មថ្មីឬក៏ពង្រីកអាជីវកម្មដែលមានរួចស្រាប់នៅក្នុងប្រទេសកម្ពុជាផ្ទាល់នេះគឺមានគោលបំណងក្នុងការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាការវិនិយោគនេះដែរគឺរួមបញ្ចូលទៅលើការវិនិយោគនៅក្នុងអាជីវកម្មឧស្សាហកម្មនិងគម្រោងអភិវឌ្ឍដែលអ្នកវិនិយោគបរទេសអាចកាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ 10% ឬច្រើនជាងនេះទៅក្នុងក្រុមហ៊ុននីមួយៗហើយនេះគោលចំហរបស់ក្រុមស្របគឺចង់បញ្ជាក់ឲ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាបានថាការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាគឺត្រឹមត្រូវស្របតាមច្បាប់ប្រកបដោយចីរភាពជាពិសេសគឺចូលរួមដល់ការអភិវឌ្ឍរបស់សេដ្ឋកិច្ចនិងសង្គមកម្ពុជាគោលបំណងនៃគណៈកតស៊ូមតិគឺនៅក្នុងថ្ងៃនេះគឺចង់បង្ហាញឲ្យឃើញពីសារៈសំខាន់និងផលប្រយោជន៍នៃការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាដែលស្របទៅតាមគោលនយោបាយនិងផែនការអភិវឌ្ឍកម្ពុជាដែលប្រទេសកម្ពុជានឹងចាក់ចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតនៅក្នុងឆ្នាំ2029នេះពេលខាងមុខនេះដើម្បីធ្វើការឆ្លើយតបទៅកាន់ប្រធានបទក្រុមស្របយើងខ្ញុំនឹងពំនាំតលហិកពីសំខាន់រួមមានតលហិកទី1ការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាគឺចូលរួមដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជាតលហិកទី2ការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាគឺចូលរួមដល់ចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជាតាមរយៈបច្ចេកវិទ្យានិងបណ្ដុះបណ្ដាលជំនាញ
ជាបន្តទៅនេះខ្ញុំសូមធ្វើការបកស្រាយទៅលើតលហេតុទី1គឺការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាគឺចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដើម្បីបកស្រាយតលហេតុនេះផ្ទាល់ខ្ញុំសូមធ្វើការបកស្រាយនិងពន្យល់ទៅលើ2ចំណុចសំខាន់រួមមានចំណុចទី1ការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាគឺចូលរួមផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាដែលជាកត្តាលករយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផ្ទាល់ការវិនិយោគផ្ទាល់ពីបរទេសគឺបានដើរតួនាទីយ៉ាងសំខាន់ដែលបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាការវិនិយោគនេះដែរមិនមែនគ្រាន់តែជាការបង្កើតនៅក្រុមហ៊ុនថ្មីមួយនោះទេប៉ុន្តែការបង្កើតនៅក្រុមហ៊ុនថ្មីឬគឺជាការវិនិយោគនៅក្នុងឧស្សាហកម្មឬក៏រោងចក្រដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាប្រៀបដូចជាកត្តាលិកមួយដែលផ្ដល់ឱកាសការងារទៅកាន់ប្រជាជនកម្ពុជាយោងទៅតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅឆ្នាំ2023បានបង្ហាញឲ្យឃើញថាការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាគឺក៏ដូចជាវិនិយោគផ្ទាល់បរទេសបាទរោងចក្រផ្សេងគឺបានបង្កើតឱកាសការងារប្រមាណ800,000កន្លែងជាពិសេសនៅក្នុងវិស័យសម្លៀកបំពាក់តែមួយប៉ុណ្ណោះនេះបង្ហាញឲ្យឃើញថាការវិនិយោគផ្ទាល់បានផ្ដល់ប្រាក់ចំណូលក៏ដូចជាឱកាសការងារទៅកាន់ប្រជាជនកម្ពុជាហើយការដែលប្រជាជនកម្ពុជាពួកគាត់មានការងារធ្វើឬក៏មានប្រាក់ខែនេះឯងគឺអនុញ្ញាតឲ្យប្រជាជនបានមានចំណាយទៅលើចំណីអាហារផ្សេងសុខុមាលភាពក៏ដូចជាការអប់រំហើយនៅពេលដែលប្រជាជននៅប្រទេសមួយដែលពួកគាត់មានប្រាក់ចំណូលអត្រានៃគ្មានការងារធ្វើធ្លាក់ចុះគឺប្រទេសនោះគឺអាចនឹងមានការអភិវឌ្ឍសេដ្ឋកិច្ចកើតឡើងនេះឯងចំណុចទី2ការវិនិយោគផ្ទាល់បរទេសចូលក្នុងប្រទេសកម្ពុជាក៏ចូលរួមដល់ការលើកកម្ពស់នៅហេដ្ឋារចនាសម្ព័ន្ធដែលចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរការវិនិយោគផ្ទាល់បរទេសមិនមែនគ្រាន់តែយកថវិកាចូលក្នុងប្រទេសកម្ពុជានោះឡើយក៏ប៉ុន្តែក៏បានជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនេះដែរហេដ្ឋារចនាសម្ព័ន្ធដែលក្រុមស្របពួកយើងចង់ផ្ដោតទៅលើគឺផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធទៅលើពាណិជ្ជកម្មឬក៏ការនាំចេញហើយនេះហេដ្ឋារចនាសម្ព័ន្ធនៅពេលដែលការវិនិយោគផ្ទាល់បរទេសចូលក្នុងប្រទេសកម្ពុជាគឺបានធ្វើឲ្យតំបន់នានានៅក្នុងប្រទេសពួកគាត់មានលក្ខណៈភ្ជាប់ល្អជាងមុនជាពិសេសគឺបានជួយលើកតម្កើងទៅលើការនាំចេញឬក៏ពាណិជ្ជកម្មបានល្អនិងមានប្រសិទ្ធភាពជាងមុនឧទាហរណ៍ក្រមយុទ្ធសាស្ត្រព្រំនិងខ្សែផ្លូវ Belt and Road Initiative របស់ប្រទេសចិនការវិនិយោគផ្ទាល់បរទេសគឺបានជួយពង្រីកទៅលើច្រកចេញចូលប្រទេសអនុនៅក្នុងឆ្នាំ2020ការកែលម្អនេះដែរគឺបានធ្វើឲ្យការនាំចេញឬក៏ពាណិជ្ជកម្មក្នុងការដឹកទំនិញគឺមានប្រសិទ្ធភាពជាងមុនដែលបានជួយដល់កសិកររោងចក្រឬក៏ប្រជាជនជាពិសេសគឺការនាំចេញនៅផលិតផលផ្សេងៗទៅកាន់ប្រទេសពិភពលោកហើយនេះនៅក្នុងខែធ្នូឆ្នាំ2024បើយោងទៅតាមស្ថាបព័ត៌មានភ្នំពេញប៉ុស្តិ៍បានឃើញថាច្រកចេញចូលប្រទេសអនុបានដឹកទំនិញលើសប្រមាណលើស1លានកុងតឺន័រដែលកើនឡើង 29% បើប្រៀបធៀបទៅឆ្នាំមុននេះបានសបញ្ជាក់ឲ្យឃើញថាការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជាមិនមែនគ្រាន់តែមិនមែនផ្ដោតជាថវិកាដល់ប្រទេសកម្ពុជាឡើយក៏ប៉ុន្តែក៏បង្កើននៅការងារសម្រាប់ប្រជាជនកម្ពុជាជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាជនកម្ពុជាទាំងមូលផងដែរជាថ្មីម្ដងទៀតក្រុមស្របពួកយើងបានយកឃើញថាការវិនិយោគបរទេសអាចនឹងមាននៅផលប៉ះពាល់ប៉ុន្តែពួកយើងជឿជាក់ថាច្បាប់ស្តីពីការវិនិយោគប្រទេសកម្ពុជាគឺអាចផ្ដល់នៅអត្ថប្រយោជន៍ច្រើនជាងបើប្រៀបធៀបទៅនឹងផលអវិជ្ជមានសូមអរគុណសូមអរគុណក្រុមស្របដូច្នេះសូមក្រុមបដិសេធឡើងមកត្រៀមបងអូនមានពេល5នាទីនៅក្នុងការបកស្រាយនៅក្នុងវគ្គទី1ដូច្នេះសូមបងអូនត្រៀម3 2 1វិនិយោគអង្គវេទិកាទាំងមូលកុំទាន់ស្លង់ទៅតាមការលបងលួងអារម្មណ៍របស់មិត្តក្រុមស្របប៉ុន្តែយើងកុំភ្លេចថាភាពអយុត្តិធម៌ការរំលោភបំពានការបណ្តេញចេញនិងភាពអយុត្តិធម៌ផ្សេងសិតសឹងតែការក្រោមពាក្យការវិនិយោគនិងការអភិវឌ្ឍតើនេះមែនដែរឬទេដែលជាការវិនិយោគដែលយើងចង់បាននិងភាពយុត្តិធម៌ដែលយើងចង់បានជាកិច្ចចាប់ផ្ដើមខ្ញុំបាទសៀនវិដែនជាសមាជិកទី1នៃក្រុមបដិសេធសូមគោរពបដិជនគណៈធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពហើយខ្ញុំនឹងឡើងមកបកស្រាយប្រធានបទដែលបានលើកឡើងថាការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំឡើងមកឈរនៅលើវេទិកាមួយនេះក្នុងគោលបំណងបដិសេធប៉ុន្តែមិនមែនមិនគាំទ្រការវិនិយោគមួយទេប៉ុន្តែគ្រាន់តែនៅក្នុងបរិបទប្រទេសកម្ពុជាយើងការវិនិយោគនេះមិនទាន់ប្រសើរហើយវាមិនទាន់ឲ្យមានការគាំទ្រដល់ពេញទំហឹងប៉ុន្តែមុននឹងឈានចូលទៅដល់ការបកស្រាយខ្ញុំសូមអនុញ្ញាតពន្យល់នៅពេលគន្លឹះជាមុនសិនហើយមុននឹងពន្យល់នៅពេលគន្លឹះខ្ញុំសូមឆ្លើយតបទៅកាន់ការបង្ហាញរបស់មិត្តក្រុមស្របមិត្តបានលើកថាការវិនិយោគផ្ទាល់ពីបរទេសនឹងមិនមានអំពើពុករលួយតើមិត្តពិតជាប្រកាសមែនទេថាវាពិតជាមិនមានអំពើពុករលួយតើមិត្តមានឯកសារយោងមួយណាដើម្បីអស់អំណាចនៅការអះអាងមួយនេះដូច្នេះខ្ញុំសូមពន្យល់នៅពេលគន្លឹះការវិនិយោគផ្ទាល់ពីបរទេសគឺជាការវិនិយោគរបស់រូបវន្តបុគ្គលឬក៏សាជីវកម្មនៃបុគ្គលនៃប្រទេសមួយដែលបង្កើតឡើងឬទិញផ្នែកទាំងអស់ឬផ្នែកជាក់លាក់នៃក្រុមហ៊ុនមួយដែលមានប្រតិបត្តិការនៅក្នុងក្រុមហ៊ុនមួយទៀតដើម្បីទទួលបានដីធ្លីតម្លៃកម្លាំងពលកម្មទៀតនិងទីផ្សារថ្មីនេះបើយោងទៅតាមសន្ធិសញ្ញាស្តីពីការវិនិយោគអន្តរជាតិនិងការដោះស្រាយវិវាទរវាងវិនិយោគិននិងរដ្ឋនៅឆ្នាំ2021
ដូច្នេះប្រធានបទខាងលើចង់មានន័យថាការវិនិយោគមួយដែលបង្កើតឡើងដោយម្ចាស់សហគ្រាសនៅក្រៅស្រុកនិងម្ចាស់សហគ្រាសដែលនៅក្នុងស្រុកពលគឺប្រជាជនខ្មែរឬក៏ប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសកម្ពុជាយើងនេះជាមួយនឹងការគ្រប់គ្រងដោយជនជាតិបរទេសដើម្បីទទួលបានដីធ្លីនិងតម្លៃកម្លាំងពលកម្មទៀតនៅក្នុងបរិបទប្រទេសកម្ពុជាដូច្នេះដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមខ្ញុំបានព័ត៌មាននៅទិដ្ឋាហិកចំនួន2ទិដ្ឋាហិកទី1បញ្ហាចម្បង3នៃផលប៉ះពាល់ដល់ការវិនិយោគពីបរទេសនាពេលបច្ចុប្បន្នទិដ្ឋាហិកទី2យុទ្ធសាស្ត្រក3កាច់បំបាក់មេរោគនៅក្នុងសង្គមដូច្នេះអនុញ្ញាតឲ្យខ្ញុំបកស្រាយនៅទិដ្ឋាហិកទី1ដោយឈរលើមូលហេតុចម្បងចំនួន3ឬហៅកាត់ថា ESG ដូច្នេះចំណុចទី1បរិស្ថានរួមមានការបំផ្លាញធនធានធម្មជាតិនិងអាកាសធាតុអង្គវេទិកាទាំងមូលគម្រោងដែលគ្រប់គ្រងដោយការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាយើងដូចជាកសិកម្មខ្នាតធំការជីកយករ៉ែនិងវិនិយោគអគ្គិសនីសុទ្ធសឹងតែនាំឲ្យមានការបំផ្លាញនៅធនធានបរិស្ថានយ៉ាងធ្ងន់ធ្ងរជាពិសេសគម្រោងទាំងនេះមិនអើពើឲ្យថែមទាំងមើលរំលងនៅការវិតម្លៃផលប៉ះពាល់បរិស្ថានឬយើងហៅកាត់ថា EIA ជាស្ដែងដូចជាករណីដែនជម្រកសត្វព្រៃឡង់ដែលត្រូវបានគេកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ2016បើទោះជាយ៉ាងណាក៏ដោយការកាប់ព្រៃឈើនៅតែបន្តកើតមានឡើងបើយោងទៅតាមរបាយការណ៍ឆ្នាំ2019របស់បណ្ដាញសហគមន៍ព្រៃឡង់បានលើកឡើងថាសត្វព្រៃបានបាត់បង់ទំហំ56គីឡូ56គីឡូម៉ែត្រការ៉េ56គីឡូម៉ែត្រការ៉េនៅក្នុងឆ្នាំ2017ហើយសកម្មភាពទាំងនេះសិតសឹងតែតាក់ទងនឹងការបណ្ដាក់ទុនពីបរទេសដូច្នេះហើយលើពីនេះករណីផ្សែងពុលកន្លងមកនៅក្នុងប្រទេសកម្ពុជាយើងបានដឹងរួចមកហើយបើយោងទៅតាមសារព័ត៌មានរបស់ក្រសួងព័ត៌មាននៅឆ្នាំ2025បានលើកឡើងថាផ្សែងពុលនិងការកើនឡើងកំហាប់សារធាតុពុលនៅក្នុងខ្យល់ទាំងនោះគឺបណ្ដាលមកពីរោងចក្រនិងការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្មតើនេះជាអ្វីដែលហៅថាការអភិវឌ្ឍរួមនៅពេលដែលព្រៃឈើត្រូវបានកាប់ទន្លេត្រូវបានបំពុលអង្គវេទិកាទាំងមូលចំណុចទី2គឺសង្គមរួមមានការបំពានដីធ្លីនិងការរំលោភសិទ្ធិមនុស្សការវិនិយោគផ្ទាល់ពីបរទេសនេះបានបង្ហាញនូវភាពអយុត្តិធម៌ជាច្រើនក្រោមរូបភាពនៃការបណ្តេញចេញនិងការរំលោភយកដីធ្លីជាស្ដែងដូចជាករណីការបណ្តេញចេញពីតំបន់បឹងកក់នៅឆ្នាំ2007សាលាក្រុងភ្នំពេញបានផ្ដល់ការជួលតំបន់នេះទៅដល់ការវិនិយោគពីបរទេសរយៈពេល99ឆ្នាំទៅដល់ក្រុមហ៊ុន Sukaku ដែលជាក្រុមហ៊ុនគាំទ្រវិនិយោគដោយចិននេះបានបង្ខំឲ្យមានការបណ្តេញចេញប្រជាជនជាង4000គ្រួសារនេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់អង្គការ Liga do គណៈកម្មការសាកស្រមៃទៅដល់ស្ថានភាពនៃភាពលំបាកដែលទ្រោះនៅសុកត្រូវគេបណ្តេញចេញស្ពាយបង្វិចចេញពីផ្ទះទាំងទឹកភ្នែកហើយស្រែករកយុត្តិធម៌មានតែពាក្យថាយុត្តិធម៌តែគ្មានសំឡេងនេះជាភាពយុត្តិធម៌ដែលយើងត្រូវតែដោះស្រាយដើម្បីទាមទារឲ្យមានការអភិវឌ្ឍប្រកបទៅដោយបរិយាបន្នចំណុចទី3អភិបាលកិច្ចរួមមាននីតិរដ្ឋខ្សោយនិងអំពើពុករលួយអង្គវេទិកាទាំងមូលការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសកម្ពុជាយើងនេះមានឲ្យនាំឲ្យកិច្ចព្រមព្រៀងមិនមានដំណាភាពរំលោភយកដីធ្លីនិងកិច្ចពិការទទួលខុសត្រូវតាមផ្លូវច្បាប់ជាស្ដែងដូចជាយោងតាមសន្ទុះអំពីអំពើពុករលួយឆ្នាំ2023ចេញផ្សាយដោយអង្គការដំណាភាពអន្តរជាតិបានលើកឡើងថាកម្ពុជាទទួលបានពិន្ទុត្រឹមតែ22នៅលើ100ទទួលបានចំណាត់ថ្នាក់158នៅក្នុងចំណោម180ប្រទេសហើយបើយោងទៅតាមប្រសាសន៍របស់លោកបណ្ឌិតមាសនីដែលជាអ្នកវិភាគឯករាជ្យនៅក្នុងកិច្ចសម្ភាសជាមួយអាស៊ីសេរីនៅក្នុងឆ្នាំ2022បានបង្ហាញថានៅពេលដែលប្រទេសមួយចាប់ផ្ដើមបង្កើននូវភាពអយុត្តិធម៌ហើយវាខ្លាចទៅជាទម្លាប់មួយនោះបង្កើតទៅជាឃ្លាមួយដែលបានលើកឡើងស្ថានភាពមួយគឺរាជខ្លាចរដ្ឋហើយរដ្ឋក៏ខ្លាចរាជដែលបង្ហាញអំពីសន្តិភាពដែលមានភាពផុយស្រួយដែលងាយនឹងបាក់ដូច្នេះអង្គវេទិកាទាំងមូលការវិនិយោគផ្ទាល់ពិតជានាំឲ្យមានវឌ្ឍនភាពនៃសេដ្ឋកិច្ចប៉ុន្តែខ្ញុំជឿជាក់ថាវានៅមានចំណុចខ្សោយដែលត្រូវការបំពេញបន្ថែមពីក្រុមបដិសេធរបស់យើងខ្ញុំជាចុងក្រោយខ្ញុំនៅតែបដិសេធដដែលសូមអរគុណចូលមកដល់វគ្គទី2ដូច្នេះក្រុមស្របត្រៀមមានពេល3នាទីនៅក្នុងការបកស្រាយតលហិកទី2ដូច្នេះសូមត្រៀម3 2 1អង្គវេទិកាទាំងមូលជាទីគោរពបើសិនជាឱកាសមាននៅចំពោះមុខហើយសួរថាតើយើងគួរតែចាប់យកវាឬក៏ប្រឡែងវាចោលដោយសារតែខ្លាចនៅបញ្ហាបន្តិចបន្តួចដែលអាចដោះស្រាយបាននេះបើមុនបើស្ដាប់ទៅកាន់ក្រុមបដិសេធដែលបានលើកឡើងពីខាងដើមពួកគាត់បានចោទប្រកាន់ពួកយើងថាពួកយើងបានធ្វើការសន្និដ្ឋានថានឹងមិនមានអំពើពុករលួយនៅក្នុងប្រទេសប៉ុន្តែអ្វីដែលយើងបានព្យាយាមលើកឡើងនោះគឺតេតូនជាមួយនឹងច្បាប់ដែលមាននៅក្នុងប្រទេសកម្ពុជាដែលពួកយើងនឹងធ្វើការសន្និដ្ឋានថានឹងមិនមានអំពើពុករលួយកើតឡើងបន្ទាប់ពីនៅពេលដែលមានការវិនិយោគជាមួយនឹងបរទេសអង្គវេទិកាទាំងមូលជាទីគោរពតេតូនជាមួយនឹងបញ្ហាបរិស្ថានវិញម្ដងក្រុមខាងបដិសេធនឹងបានលើកឡើងថាការវិនិយោគបរទេសអាចនឹងធ្វើឲ្យមានផលប៉ះពាល់ទៅកាន់បរិស្ថានប៉ុន្តែបើយើងក៏លេខទៅមើលប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសមួយដែលកំពុងតែជួបវិបត្តិនៅគ្រោះរំជួយដីកាលពីប្រហែលខែមុននេះមិនមានការវិនិយោគពីបរទេសផងតែហេតុអ្វីនៅតែមានផលប៉ះពាល់ដល់បរិស្ថានរបស់ពួកគាត់បន្តទៅទៀតខ្ញុំបានសូមធ្វើការបកស្រាយតូនជាមួយតេឡហិកទី2គឺតេតូនជាមួយនឹងការដែលមានការវិនិយោគពីបរទេសអាចជួយឲ្យមានផលប៉ះពាល់ផលវិជ្ជមានល្អទៅកាន់សង្គមរបស់យើងតាមរយៈការដែលមានបច្ចេកវិទ្យាថ្មីក៏ដូចជាការពង្រឹងនៅជំនាញរបស់ប្រជាជននៃប្រទេសកម្ពុជាសួរថាហេតុអ្វីទៅវាមានសារៈសំខាន់ពីព្រោះចំណុចទាំងពីរនេះគឺជាកត្តាលិកដ៏សំខាន់នៅក្នុងការជួយឲ្យមានភាពវិជ្ជមានដ៏ល្អយូរអង្វែងទៅពេលខាងមុខសម្រាប់ប្រទេសកម្ពុជារបស់យើងជាក់ស្ដែងបើយើងក៏លេខទៅមើលនៅក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាយើងវិញប្រទេសកម្ពុជាគឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍ
មិនទទួលស្គាល់ថាប្រទេសកម្ពុជាមិនមានបច្ចេកវិទ្យាទំនើបថ្មីជាច្រើនទេប៉ុន្តែបន្ទាប់ពីមានការចូលរួមក៏ដូចជាការវិនិយោគផ្ទាល់ពីសំណាក់បរទេសយើងឃើញថាកត្តាបច្ចេកវិទ្យាមានការកំណើនឡើងក៏ដូចជាមានភាពរីកចម្រើនកាន់តែខ្លាំងជាក់ស្ដែងបើយើងកលេចទៅមើលនៅក្នុងវិស័យមួយតាក់ទងជាមួយនឹងក្រុងចាក់ដំឡើងរថយន្តមួយនៅក្នុងប្រទេសកម្ពុជារបស់យើងនៅក្នុងខេត្តពោធិ៍សាត់គឺក្រុងចាក់ Ford មានការវិនិយោគដោយ OMA Group ដែលមានការចូលរួមពីសំណាក់បរទេសពលគឺមានទីស្នាក់ការកណ្ដាលនៅទីក្រុងបាងកកនៃប្រទេសថៃប្រជាពលរដ្ឋនៃប្រទេសកម្ពុជាកំពុងតែចូលរួមខ្លួនក៏ដូចជាមានការងារធ្វើតាក់ទងជាមួយនឹងការប្រើប្រាស់នៅបច្ចេកវិទ្យាថ្មីតាក់ទងជាមួយនឹង software តាក់ទងជាមួយនឹងម៉ាស៊ីនរោងចក្រថ្មីផងដែរនេះសបញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាកំពុងតែទទួលបាននូវផលវិជ្ជមានយ៉ាងខ្លាំងតាក់ទងជាមួយនឹងបច្ចេកវិទ្យាបន្ទាប់ពីមានការចូលខ្លួននៃវត្តមានរបស់ការវិនិយោគរបស់ប្រទេសដទៃផងដែរបន្តទៅទៀតបើយើងកលេចទៅមើលនៅក្នុងជំនាញរបស់ប្រជាជនរបស់ប្រទេសកម្ពុជាបន្ទាប់ពីមានការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងឃើញមានថាការអភិវឌ្ឍទៅលើជំនាញរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាក៏មានភាពរីកចម្រើនដូចគ្នាជាក់ស្ដែងកាលណាបើមានការវិនិយោគកាន់តែច្រើនគឺមានភាពអភិវឌ្ឍទៅលើជំនាញរឹងនិងជំនាញទន់ជាក់ស្ដែងដូចជាជំនាញរឹងគឺមានតាក់ទងជាមួយនៅខាងសរសេរកូដក៏ដូចជាការធ្វើការតាក់ទងជាមួយនៅវិស្វកម្មក៏ដូចជាការប្រើប្រាស់នៅម៉ាស៊ីនទំនើបផងដែរបើជំនាញទន់វិញយើងប្រកាសជាឃើញថាបន្ទាប់ពីធ្វើការជាមួយនៅបរទេសយើងទទួលបាននៅចំណេះដឹងតាក់ទងជាមួយនឹងភាសាអង់គ្លេសឬក៏ភាសាដែលយល់ដឹងជាសកលដែលវាមានសារៈប្រយោជន៍នៅក្នុងការធ្វើការជាមួយនឹងអតិថិជននេះពេលខាងមុខដូចគ្នាដូច្នេះនៅក្នុងនាមយើងខ្ញុំជាក្រុមស្របយើងជឿជាក់ថាវាប្រកាសជាអាចនឹងមានផលវិជ្ជមានមួយចំនួនដែលអាចបង្កឲ្យមានកំឡុងពេលដែលមានការវិនិយោគជាមួយនឹងបរទេសប៉ុន្តែយើងជឿជាក់ថាយើងអាចរកឃើញនៅឱកាសមាសនៅក្នុងការទាញយកមកសម្រាប់ប្រទេសកម្ពុជាយើងខ្ញុំវិញបាទសូមអរគុណសូមអរគុណដូច្នេះក្រុមបដិសេធសូមឡើងមកត្រៀមមានពេល3នាទីនៅក្នុងការបកស្រាយនៅវគ្គទី2ដូច្នេះសូមបងប្អូនត្រៀម3 2 1សូមចាប់ផ្ដើមអ្វីដែលមិត្តក្រុមស្របបានលើកឡើងគឺឲ្យចាប់យកឱកាសអ្មេចបើមិនគិតអំពីផលប្រយោជន៍ក៏ដូចជាផលប៉ះពាល់ទៅកម្ពុជាពលរដ្ឋផងហានិភ័យហើយប្រជាជនកម្ពុជាខ្ញុំអើយជាកិច្ចចាប់ផ្ដើមសូមការថៃបង្គំបដិជគុណសូមគោរពគណៈថាបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពដូចនេះសូមអនុញ្ញាតឲ្យរូបខ្ញុំបកស្រាយនៅតលហីកទី2នោះគឺយុទ្ធសាស្ត្រក3កាច់បំបាក់មេរោគក្នុងសង្គមកទី1ការបង្កើតសុវត្ថិភាពបរិស្ថានដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋបរិស្ថានប្រៀបដូចជាដង្ហើមសម្រាប់មនុស្សក្នុងការរស់នៅហើយការវិនិយោគផ្ទាល់ពីបរទេសលើសលប់ពេកធ្វើឲ្យមានការអភិវឌ្ឍធ្វើឲ្យមនុស្សមួយចំនួនមើលឃើញតែពីផលប្រយោជន៍ប៉ុន្តែបែរជាមិនខ្វល់ខ្វាយអំពីផលប៉ះពាល់នៃបរិស្ថានតាមរយៈការអភិវឌ្ឍទាំងអស់នោះដូច្នេះហើយមុននឹងមានការវិនិយោគដើម្បីការអភិវឌ្ឍត្រូវតែមានមធ្យោបាយនៅក្នុងការទប់ស្កាត់ជាមួយនឹងបញ្ហាប្រឈមជាមុនសិនបើយោងទៅតាមមគ្គទេសនៃការវិតម្លៃហេតុប៉ះពាល់បរិស្ថាននៅប្រជាជាតិកម្ពុជា EIA ក្នុងការវិភាគពីផលប៉ះពាល់បរិស្ថានគឺតម្រូវឲ្យវិភាគទៅលើ3ចំណុចសំខាន់រួមមាន1ការកំណត់អំពីប្រភេទនៃហេតុប៉ះពាល់2ការព្យាករណ៍អំពីទំហំដែលនឹងកើតមានឡើងនិងវិសាលភាពនៃហេតុប៉ះពាល់3ការកំណត់ពីសញ្ញានៃហេតុប៉ះពាល់ហេតុប៉ះពាល់ទៅលើបរិស្ថាននាំឲ្យមានការផ្លាស់ប្ដូរនៅទម្រង់បរិស្ថានដែលមានស្រាប់ហើយហេតុប៉ះពាល់ទាំងនេះអាចจะហេតុប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ឬដោយប្រយោលកទី2គឺការពង្រឹងអភិបាលកិច្ចស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាលអង្គវេទិកាទាំងមូលជាទីគោរពក្នុងការអភិវឌ្ឍពាក្យថាការអភិវឌ្ឍតែមួយម៉ាត់គឺមានន័យថាធ្វើឲ្យមានភាពល្អប្រសើរជាងមុនតែប្រសិនបើការវិនិយោគជំរុញការអភិវឌ្ឍនោះប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋហាក់បីដូចជាខ្វល់តែពីខួរក្បាលតែមិនខ្វល់ពីបេះដូងរបស់ប្រជាពលរដ្ឋអញ្ចឹងអភិបាលកិច្ចល្អនោះគឺមានចំនួន9ចំណុចមានដូចជាការចូលរួមនីតិរដ្ឋតម្លាភាពការព្រមព្រៀងគ្នាសមធម៌ប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិគណនេយ្យភាពការឆ្លើយតបនិងចក្ខុវិស័យយុទ្ធសាស្ត្រនេះបើយកទៅតាមគោលនយោបាយអភិបាលកិច្ចល្អរបស់ក្រសួងមហាផ្ទៃហើយបើយកទៅតាមប្រសាសន៍របស់អគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាលោកក៏បានមានប្រសាសន៍ថាក្នុងការអភិវឌ្ឍគឺត្រូវតែពង្រឹងនៅអភិបាលកិច្ចហើយអភិបាលកិច្ចគឺត្រូវតែស្របទៅតាមអភិក្រមទាំង5រួមមានឆ្លកកញ្ចក់ងូតទឹកដោះក្អែនិងវះកាត់នេះសុទ្ធសឹងតែជាយុទ្ធការដើម្បីកាត់បន្ថយអំពីអំពើពុករលួយនិងអំពើអយុត្តិធម៌នៅក្នុងសង្គមកទី3គឺការពីគម្រិតសង្គមដើម្បីកលានុវត្តភាពប្រជាជនក្នុងការអភិវឌ្ឍនៅពេលដែលមានការវិនិយោគអាចបណ្ដាលឲ្យមានការបណ្ដេញចេញដោយបង្ខំការរំលោភបំពានដីធ្លីជាដើមដែលจะធ្វើឲ្យមានគម្រិតរវាងប្រជាពលរដ្ឋនៅក្នុងសង្គមរវាងអ្នកមាននិងអ្នកក្រជាដើមដូចនេះបើយកទៅតាមការចុះផ្សាយរបស់ RFI នៅខែឧសភាឆ្នាំ2020ក៏បានលើកឡើងដែរថាការជួយធ្វើអន្តរាគមន៍គឺជាអត្ថប្រយោជន៍ដែលមិនអាចប្រកែកបានឡើយនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជាហើយការចំណាយសាធារណៈទៀតសោតគឺត្រូវផ្ដោតទៅលើក្រុមពលរដ្ឋដែលមានចំណូលទាបនិងមធ្យមដូចជាការផ្ដល់នូវធានារ៉ាប់រងទៅលើភាពគ្មានការងារធ្វើសេវាសុខភាពសេវាអប់រំលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធជាដើមព្រោះនេះគឺជាយន្តការដ៏ចាំបាច់នៅក្នុងការដោះស្រាយគម្លាតសង្គមរបស់ប្រជាពលរដ្ឋ
អង្គវេទិកាទាំងមូលពួកយើងមិនបាននិយាយថា FDI មិនសំខាន់ទេប៉ុន្តែយើងគួរណាស់តែដោះស្រាយនៅបញ្ហាប្រឈមក្នុងប្រទេសកម្ពុជាជាមុនសិនសូមគោរពអរគុណនិងសូមអរគុណ សូមអរគុណចូលមកកាន់វគ្គទី3គឺជាវគ្គសំណួរចម្លើយដូច្នេះសូមក្រុមស្របត្រៀមប្អូនមានពេល1នាទីនៅក្នុងការសួរសំណួរទៅកាន់ក្រុមបដិសេធដូច្នេះសូមប្អូនត្រៀមក្រុមស្រប3 2 1សូមចាប់ផ្ដើម សូមអរគុណបងហើយសំណួរទៅកាន់ក្រុមបដិសេធហ្នឹងគឺថាអញ្ចឹងមិត្តទី1ពីក្រុមបដិសេធគាត់បាននិយាយថានៅពេលដែលមានការវិនិយោគផ្ទាល់បរទេសចូលប្រទេសកម្ពុជាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានបែរថាបរិស្ថានយើងគឺលែងសូវល្អដូចឥឡូវហើយប៉ុន្តែខ្ញុំចង់សួរសំណួរទៅកាន់ក្រុមស្របហ្នឹងគឺថាឧទាហរណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ាគាត់មាននៅបញ្ហានយោបាយតាំងពីយូរណាស់មកហើយដូចជាខ្ទង់ជាឆ្នាំ2020តិចតួចអញ្ចឹងបញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាហ្នឹងគឺធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាអត់មានការនាំចូលឬក៏អត់មាននៅការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសមីយ៉ាន់ម៉ាទៀតទេប៉ុន្តែសំណួរសួរថាហេតុអីបានជាគ្រោះរញ្ជួយដីឬក៏បញ្ហាអាកាសធាតុឬក៏បញ្ហាបរិស្ថាននៅតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាតើនេះឬពិតជាកើតឡើងដោយសារតែការវិនិយោគផ្ទាល់ពីបរទេសឬក៏ដោយសារតែកត្តាផ្សេងទៀតអញ្ចឹងសង្ឃឹមថាក្រុមបដិសេធអាចចូលរួមបកស្រាយទៅលើបញ្ហានេះបានសូមអរគុណ សូមអរគុណក្រុមបដិសេធមានពេល2នាទីនៅក្នុងការឆ្លើយសំណួរទៅកាន់ក្រុមស្របវិញដូច្នេះសូមត្រៀម3 2 1 សូមអរគុណចំពោះសំណួររបស់មិត្តក្រុមស្របប៉ុន្តែមុននឹងឆ្លើយតបទៅនឹងសំណួររបស់មិត្តក្រុមស្របខ្ញុំក៏ចង់ឆ្លើយទៅអ្វីដែលមិត្តក្រុមស្របបានលើកឡើងដែរមិត្តបាននិយាយថាការវិនិយោគផ្ទាល់ពីបរទេសគឺបានបង្កើននៅចំណេះដឹងផ្នែក technology ឬក៏បច្ចេកវិទ្យាហើយជាពិសេសគឺធ្វើឲ្យប្រជាជនបង្កើននៅឱកាសការងារសម្រាប់ការអនុវត្តទាំងជំនាញរឹងនិងជំនាញទន់ប៉ុន្តែសួរថាតើមានគោលនយោបាយច្បាប់មួយណាដែលហ៊ានអះអាងថាតើវិស័យបច្ចេកវិទ្យាទាំងអស់នេះបានធានាអំពីប្រសិទ្ធភាពក៏ដូចជានៅក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជាជាក់ស្ដែងដោយពីការដែលអំបញ្ញមិញគឺយើងដឹងហើយថាប្រជាជននៅមានចំណេះដឹងផ្នែកបច្ចេកវិទ្យានៅខ្សោយនៅឡើយត្រឹមតែ 30% តែប៉ុណ្ណោះសួរថាតើគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេសនេះបានដោយរបៀបណាហើយមួយវិញទៀតបាត់បង់ឱកាសការងារនៅពេលដែលបច្ចេកវិទ្យានោះមានភាពកើនឡើងដូចជាការវេលុយឬក៏ការធ្វើអីផ្សេងតាក់ទងជាមួយនឹងបច្ចេកវិទ្យាប្រជាពលរដ្ឋមាននៅចំណេះដឹងហើយប៉ុន្តែមិនអាចប្រើប្រាស់វាបានដោយសារតែមាននៅបច្ចេកវិទ្យានោះហើយសួរថាតើវិស័យបច្ចេកវិទ្យានោះអាចធានាអំពីសមភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋដែរឬទេហើយចំពោះសំណួររបស់មិត្តក្រុមសកបានលើកឡើងវិញសួរថាដូចជាប្រទេសមីយ៉ាន់ម៉ាដែលគាត់កំពុងតែទទួលនៅគ្រោះរញ្ជួយដីដែលមិនមានការវិនិយោគដោយផ្ទាល់តើខ្ញុំទទួលស្គាល់ថាបើសិនជាអត់មានការវិនិយោគគឺប្រកាសជាអត់សូវមានផលប៉ះពាល់ប៉ុន្តែនៅក្នុងកំឡុងពេលនោះសួរថាតើក្នុងប្រទេសគាត់មានការអភិវឌ្ឍឬអត់ខ្ញុំមិនជឿថាมันមានចំណូលណាពីបរទេសមកជួយគាត់ខ្លះនោះទេហើយមូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យមានភាពរញ្ជួយដីសួរថាហេតុអ្វីដូចជាការអភិវឌ្ឍនៅវិស័យដូចជាសហគ្រាសធំមួយចំនួនដែលបញ្ចេញនៅផ្សែងជាតិពុលដែលធ្វើឲ្យមានបញ្ហាប្រែប្រួលអាកាសធាតុអាចធ្វើឲ្យមានការរញ្ជួយដីក៏ដូចជាគ្រោះទឹកជំនន់ផ្សេងនេះគឺជាហេតុផលហើយមួយវិញទៀតចំពោះការវិនិយោគផ្ទាល់ពីបរទេសគឺប្រៀបដូចជាផ្ដល់ឱកាសឲ្យគេគ្រប់គ្រងនៅក្នុងប្រព័ន្ធក៏ដូចជាការនៅរស់នៅរបស់ប្រជាជនរបស់ពួកយើងផងដែរដូចជាវិស័យនយោបាយក៏ដូចជាវិស័យអីផ្សេងអង្គវេទិកាទាំងមូលនៅពេលដែលការវិនិយោគលើសលប់ពេកហាក់បីដូចជាយើងផ្ដល់កំបិតឲ្យគេកាប់យើងបើទោះបីជានៅក្នុងកំឡុងពេលនោះយើងអាចទទួលបានផលប្រយោជន៍មួយចំនួនក៏ដោយពីព្រោះថាវាសនារបស់យើងហាក់បីដូចជានៅក្នុងកណ្ដាប់ដៃគេអញ្ចឹងសូមអរគុណ សូមអរគុណក្រុមបដិសេធដូចនេះមានពេល1នាទីនៅក្នុងការត្រៀមសំណួរសួរទៅកាន់ក្រុមស្របវិញដូច្នេះសូមបងប្អូនត្រៀម3 2 1សូមចាប់ផ្ដើម សូមអរគុណបងមិត្តក្រុមស្របមិត្តបានជឿជាក់យ៉ាងមុតមាំថាការវិនិយោគផ្ទាល់ពីបរទេសគឺនាំមកនូវផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាហើយមិត្តបានលើកឡើងនៅចំណុចមួយថាការបង្កើតការងារតែទោះជាយ៉ាងណាក៏ដោយបើយោងទៅតាម VOA បានបង្ហាញថាប្រាក់ឈ្នួលគោលសម្រាប់កម្មករវិជ្ជាភ័ណ្ឌនៅឆ្នាំ2025មានត្រឹមតែ$208ក្នុងមួយខែស្របពេលដែលផលិតផលដែលពួកយើងផលិតដូចជាស្បែកជើង Adidas ឬក៏ Nike មួយគូរហូតដល់$150នេះមានន័យថាប្រាក់ឈ្នួលប្រចាំខែរបស់កម្មករខ្មែរយើងមិនស្មើនឹងស្បែកជើង2គូផងអង្គវេទិកាទាំងមូលវាពិតជាថោកដល់ថ្នាក់ហ្នឹងមែនទេដូច្នេះហើយសំណួររបស់ខ្ញុំចង់សួរថាបើសិនបើការវិនិយោគផ្ទាល់ពីបរទេសពិតជាគ្រប់គ្រងដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌មែនហេតុអ្វីបានជាកម្មករនៅកម្ពុជាយើងទទួលបានប្រាក់កម្រៃតិចមិនស្មើស្បែកជើងគេមួយគូ2គូផងបើធៀបនឹងប្រាក់ចំណេញដែលអ្នកវិនិយោគគេទទួលបានហើយកម្លាំងពលកម្មដែលប្រជាពលរដ្ឋខ្មែរយើងបានចំណាយសូមអរគុណ សូមអរគុណដូច្នេះក្រុមស្របឡើងមកត្រៀមបងអូនមានពេល2នាទីឆ្លើយតបទៅកាន់ក្រុមបដិសេធដូច្នេះសូមអូនត្រៀម3 2 1
ក្រុមសូមអរគុណទៅកាន់សំណួររបស់ក្រុមបដិសេធអញ្ចឹងសំណួររបស់ក្រុមបដិសេធលើកឡើងមកប្រៀបដូចជាក្រុមបដិសេធនឹងអត់បានយល់ថាតើអ្វីទៅជា minimum wage នោះទេអញ្ចឹងបើយោងទៅតាមរដ្ឋាភិបាលកម្ពុជាគឺរដ្ឋាភិបាលកម្ពុជានៅខែ1ឆ្នាំ2025គឺបានកំណត់នៅ minimum wage បានន័យថាប្រាក់ខែមួយដែលក្រុមហ៊ុនឬក៏រោងចក្រអាចផ្ដល់ទៅកាន់អ្នកធ្វើការហ្នឹងគឺអាច$208ឬក៏លើសពី$208នេះបានសបបញ្ជាក់ឲ្យឃើញថាទោះបីជាគ្មានវិនិយោគពីបរទេសចូលមកក៏ដោយក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាក៏នឹងតែផ្ដល់ minimum wage នេះទៅកាន់កម្មករឬក៏ទៅកាន់អ្នកធ្វើការដែរហេតុនេះសំណួរដែលក្រុមបដិសេធលើកឡើងគឺក្រុមបដិសេធមិនបានយល់នៅក្របខ័ណ្ឌឬក៏គោលនយោបាយ minimum wage របស់រដ្ឋាភិបាលកម្ពុជានោះឡើយសំណួរនេះគឺគ្រាន់តែចាក់ដោតដើម្បីបង្ហាញពីការសោកស្ដាយឬក៏ពីទឹកចិត្តមួយរបស់ក្រុមបដិសេធដែលក្រុមបដិសេធគឺមិនបានយល់ពីគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាច្បាស់នោះទេហើយស្របពេលនេះដែរនាងខ្ញុំក៏សូមធ្វើការឆ្លើយតបទៅលើចម្លើយរបស់ក្រុមបដិសេធលើកឡើងទាក់ទងទៅនឹងបរិស្ថានអ្វីដែលក្រុមបដិសេធឆ្លើយនោះគឺអត់មានចម្លើយមួយដែលវាច្បាស់លាស់នោះឡើយព្រោះដោយសារតែនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់អញ្ចឹងបើសិនបើក្រុមបដិសេធលើកថាទោះបីជាអត់មានការវិនិយោគបរទេសចូលមកក៏វាមានការអភិវឌ្ឍតិចតួចអញ្ចឹងក្រុមបដិសេធបានយល់ស្របបាត់ហើយថាទោះបីជាអត់មានការវិនិយោគបរទេសការអភិវឌ្ឍនៅក្នុងប្រទេសនឹងស្រាប់ក៏ផ្ដល់ឲ្យមានការប៉ះពាល់ដល់បរិស្ថានដែរនេះជាអ្វីដែលក្រុមបដិសេធបានលើកឡើងហើយក្រុមបដិសេធបានយល់ស្របជាមួយនឹងក្រុមរបស់ក្រុមស្របនេះផ្ទាល់ហើយអ្វីដែលពួកយើងចង់បញ្ជាក់នឹងគឺថាទោះបីជាគ្មានការវិនិយោគបរទេសចូលមកក៏ដោយសកម្មភាពរបស់ប្រជាជនយើងប្រចាំថ្ងៃដូចជាការប្រើប្រាស់ផ្លាស្ទិកការធ្វើដំណើរដោយយានជំនិះយើងផ្ទាល់ខ្លួនក៏ដូចជាឧស្សាហកម្មនៅក្នុងស្រុកស្រាប់ហ្នឹងក៏វាបង្កើននៅផលប៉ះពាល់ទៅដល់បរិស្ថានដែរនេះជាអ្វីដែលក្រុមស្របយើងចង់លើកឡើងជាថ្មីម្ដងទៀតក្រុមស្របមិនបានប្រឆាំងទៅនឹងផលអវិជ្ជមាននៃការវិនិយោគផ្ទាល់នោះឡើយក៏ប៉ុន្តែក្រុមស្របចង់បញ្ជាក់ថាពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងធ្វើយ៉ាងណាឲ្យការវិនិយោគបរទេសនឹងគឺមានភាពចីរភាពហើយសមស្របទៅតាមច្បាប់សូមអរគុណសូមអរគុណក្រុមស្របមានពេល1នាទីសួរទៅកាន់ក្រុមបដិសេធវិញដូច្នេះសូមបងប្អូនត្រៀមសំណួរដើម្បីសួរចាក្រុមស្របចាសូមត្រៀម3 2 1ចាប់ផ្ដើមសូមអរគុណបងអញ្ចឹងសំណួរដែលខ្ញុំចង់សួរទៅកាន់ក្រុមបដិសេធហ្នឹងគឺថាក្រុមបដិសេធបានលើកឡើងទៅលើ ESG analysis ដែលតាក់ទងទៅលើ governance គឺតាក់ទងទៅនឹងចំណុចទី3ដែលតាក់ទងថានៅពេលដែលមានការវិនិយោគពីបរទេសចូលមកហ្នឹងគឺពួកបរទេសហ្នឹងពួកគាត់បានបង្កនៅអំពើពុករលួយផ្សេងៗដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែយើងឃើញថាទិន្នន័យដែលក្រុមបដិសេធលើកឡើងហ្នឹងវាបានបញ្ជាក់យ៉ាងច្បាស់ហើយថាអំពើពុករលួយទាំងនោះគឺវាបានកើតឡើងដោយសារការវិនិយោគពីបរទេសប៉ុន្តែទិន្នន័យទាំងនោះក៏មិនបានបញ្ជាក់ច្បាស់នេះដែរហើយនេះពួកសំណួរដែលពួកយើងចង់សួរទៅកាន់ក្រុមបដិសេធហ្នឹងគឺថាតើក្រុមបដិសេធប្រកបវិជ្ជាយ៉ាងណាឬក៏មានទិន្នន័យឬក៏មាននៅករណីមួយច្បាស់បែបណាដែលបញ្ជាក់ថាការវិនិយោគពីបរទេសហ្នឹងពិតជាបង្កនៅអំពើពុករលួយមែនជាថ្មីម្ដងទៀតទិន្នន័យដែលក្រុមបដិសេធលើកឡើងមិនបានបញ្ជាក់ច្បាស់ទេថាអំពើពុករលួយនោះកើតឡើងដោយសារតែការវិនិយោគពីបរទេសប៉ុន្តែទិន្នន័យដែលពួកគេលើកឡើងនោះគឺគ្រាន់តែទិន្នន័យមួយដែលជា general ហើយជាទូទៅសូមអរគុណសូមអរគុណសូមក្រុមបដិសេធឡើងមកត្រៀមបងអូនមានពេល2នាទីនៅក្នុងការឆ្លើយសំណួរទៅកាន់ក្រុមស្របដូច្នេះសូមត្រៀម3 2 1ចាប់ផ្ដើមអរគុណមកក្រុមស្របសម្រាប់សំណួរដ៏មានអត្ថន័យមួយនេះមុននឹងឆ្លើយសំណួរខ្ញុំសូមឆ្លើយតបទៅនឹងការឆ្លើយតបរបស់មិត្តក្រុមស្របមុនមិត្តបានលើកឡើងថាមិត្តមិនបានជំទាស់នឹងផលប៉ះពាល់ពីការវិនិយោគទេប៉ុន្តែហេតុអ្វីក៏មិត្តនៅតែប្រកាន់គោលចំហការវិនិយោគផ្ទាល់ពីបរទេសនៅតែមានសារៈសំខាន់និងផ្ដល់អត្ថប្រយោជន៍ទាំងដែលពួកយើងបានលើកពីផលប៉ះពាល់ហើយវាគឺជាផលប៉ះពាល់ដែលប៉ះពាល់ដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងដូច្នេះខ្ញុំសូមឆ្លើយទៅនឹងសំណួរខាងលើមិត្តបានលើកឡើងថាពួកខ្ញុំបានលើកឡើងអំពីអំពើពុករលួយនៅក្នុងឯកសារអង្គការដំណាភិបអន្តរជាតិកម្ពុជានេះគឺជាចំណុចមួយដែលបង្ហាញថាកម្ពុជាការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាក៏បានក្លាយទៅជាចំណែកមួយដែលបង្កើនឲ្យមានភាពអយុធធម៌និងអំពើពុករលួយហើយមិត្តសួរថាតើពួកខ្ញុំមានអំណាចអីមកបញ្ជាក់ជាក់ស្ដែងករណីបង្កក់ដែលពួកខ្ញុំបានលើកនៅឆ្នាំ2007គឺជាករណីមួយដែលជាអំពើពុករលួយមួយយ៉ាងខ្លាំងដែលមន្ត្រីមានអំណាចហើយការវិនិយោគមួយនេះបានបណ្ដឹងចេញប្រជាពលរដ្ឋជាង 4000 គ្រួសារនេះមិនមែនជាអ្វីដែលមិត្តក្រុមស្របចង់បានមែនទេហើយមួយទៀតគឺករណីភូមិតាមុកដែលជាករណីដែលសហគមន៍ធៀងថ្នោតកំពុងតែធ្វើនៅពេលបច្ចុប្បន្នហើយជាការតស៊ូមតិដើម្បីយុត្តិធម៌នេះគឺជាករណីសិក្សាមួយដ៏សំខាន់ដើម្បីគ្រប់គ្រងទៅនឹងសំណួររបស់មិត្តហើយខ្ញុំសូមបន្តឲ្យមិត្តក្រុមបដិសេធរបស់ខ្ញុំ
ខ្ញុំក៏ចង់បន្ថែមអ្វីដែលមិត្តក្រុមស្របមិត្តក្រុមបដិសេធរបស់ខ្ញុំបានលើកឡើងដូចគ្នាយើងមិនបាននិយាយថាការវិនិយោគដែលផ្ទាល់យើងបាននិយាយថាការវិនិយោគដែលផ្ទាល់ពីបរទេសគឺបានជះឥទ្ធិពលយ៉ាងអវិជ្ជមានមកដល់កាន់បរិស្ថានប៉ុន្តែយើងក៏បានផ្ដល់នៅដំណោះស្រាយនៅក្នុងការដោះស្រាយអំពីបញ្ហាបរិស្ថាននៅក្នុងស្រុករបស់យើងដូចជាខ្ញុំបានលើកឡើងនៅយុទ្ធសាស្ត្រក3ដើម្បីធានាថាយើងគួរណាស់ដែលដោះស្រាយពីបញ្ហានៅក្នុងស្រុកយើងជាមុនសិនទើបយើងហ៊ានធានាអំពីការវិនិយោគដែលផ្ទាល់ពីបរទេសនោះអាចមានអត្ថប្រយោជន៍ហើយតាមរយៈការនេះដែរគឺយើងត្រូវតែពង្រឹងនៅអភិបាលកិច្ចក៏ដូចជាយើងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងថាការប្រើប្រាស់ផ្លាស្ទិកអ្វីដោយអ្វីដែលមិត្តក្រុមស្របបានលើកឡើងក៏ដូចជាសកម្មភាពរបស់ពួកគាត់កំពុងតែធ្វើនេះគឺប៉ះពាល់ដល់បរិស្ថានទើបពួកយើងខិតខំប្រឹងប្រែងពង្រឹងនៅវិស័យអប់រំក៏ដូចជាអភិបាលកិច្ចក្នុងស្រុកជាមុនសិនដើម្បីឆ្លើយតបជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេសឲ្យប្រកបទៅដោយភាពត្រឹមត្រូវបំផុតសូមអរគុណចាសូមអរគុណក្រុមបដិសេធមានពេល1នាទីសួរទៅកាន់ក្រុមស្របវិញដូច្នេះសូមត្រៀម3 2 1ចាប់ដើមបើយោងទៅតាមរបាយការណ៍អភិវឌ្ឍមនុស្សនៅកម្ពុជាឆ្នាំ2007គឺបានលើកឡើងថាបញ្ហាដីធ្លីនៅតែបន្តធ្វើទុកបុកម្នេញដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសាមញ្ញហើយដីបំបែកជាដុំតូចៗភាពមិនស្មើគ្នាព្រមទាំងវិវាទដីធ្លីគឺជាសក្ខីកម្មខ្លះៗនៃការប្រកួតប្រជែងលើធនធានធម្មជាតិហើយបើនៅក្នុងទស្សនវិជ្ជាសង្គមចាស់ស្ដែងផ្ទាល់គឺការវិនិយោគផ្ទាល់ពីបរទេសគឺដូចជាគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនិង INGCT នៅកម្ពុជាមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋបាត់បង់នៅទីលំនៅនិងជីវភាពរស់នៅធ្វើឲ្យមានការបណ្ដេញចេញប្រជាជនដោយបង្ខំនោះទេប៉ុន្តែក៏បានបំផ្លាញនៅធនធានធម្មជាតិនិងប៉ះពាល់បរិស្ថានដែលប្រជាពលរដ្ឋកំពុងតែរស់នៅដូចជាអាងទឹកជ្រោះជើងឯកនិងជ្រោះអរិយខ្សាត់ដែលមានសារៈសំខាន់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋហើយបើការវិនិយោគនេះប៉ះពាល់ខ្លាំងដល់កម្រិតនេះហើយសួរថាតើមិត្តក្រុមស្របសុខចិត្តមានការវិនិយោគដើម្បីការអភិវឌ្ឍឬក៏សុខចិត្តមើលប្រជាពលរដ្ឋស្រក់ទឹកភ្នែកនិងទាមទាររកយុត្តិធម៌យ៉ាងណាមិត្តក្រុមស្របសូមមិត្តឆ្លើយប្រកបទៅដោយឧត្តមគតិស្មោះត្រង់បំផុតអរគុណអរគុណសូមក្រុមស្របឡើងមកត្រៀមបងអូនមានពេល2នាទីនៅក្នុងការឆ្លើយតបដូច្នេះសូមអូនត្រៀម3 2 1ចាប់ផ្ដើមសូមអរគុណទៅកាន់ក្រុមបដិសេធសម្រាប់សំណួរអញ្ចឹងជាដំបូងនាងខ្ញុំសូមធ្វើការឆ្លើយតបទៅលើអ្វីដែលក្រុមបដិសេធឆ្លើយដំបូងសិនអញ្ចឹងក្រុមបដិសេធលើកឡើងថាក្រុមបដិសេធបានលើកនៅយុទ្ធសាស្ត្រក3របស់ពួកគាត់នឹងក្នុងការដោះស្រាយបញ្ហាបរិស្ថានផ្សេងៗឬក៏បញ្ហាប្រជាជនជាថ្មីម្ដងទៀតគណៈកម្មការទស្សនិកជនទាំងអស់ប្រធានបទនៅក្នុងថ្ងៃនេះមិនមែនតកតងនឹងបរិស្ថាននោះទេគឺតកតងទៅនឹងការវិនិយោគផ្ទាល់ពីបរទេសប៉ុន្តែយុទ្ធសាស្ត្រទាំង3ដែលក្រុមបដិសេធលើកឡើងហ្នឹងគឺវាអត់មានអ្វីតកតងទៅនឹងការវិនិយោគផ្ទាល់ពីបរទេសនោះឡើយដែលបញ្ជាក់ឃើញថាក្រុមបដិសេធគឺមិនបាននិយាយអ្វីតែតកតងទៅនឹងការវិនិយោគផ្ទាល់ពីបរទេសនោះទេជាពិសេសគឺតកតងទៅលើតលហេកទី2យុទ្ធសាស្ត្រក3អញ្ចឹងឥឡូវនេះនាងខ្ញុំសូមធ្វើការឆ្លើយទៅកាន់អ្វីដែលក្រុមបដិសេធលើកឡើងប្រកបដោយឧត្តមគតិទី1នាងខ្ញុំសូមយល់ស្របថានៅពេលដែលមានការវិនិយោគផ្ទាល់ពីបរទេសហ្នឹងគឺពួកយើងត្រូវការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធឬក៏ការកសាងនៅអ្វីផ្សេងៗប៉ុន្តែអ្នកទាំងអស់គ្នាគួរតែយល់កុំយកចិត្តមកគិតនៅក្នុងពេលដែលធ្វើរឿងអីមួយមានពាក្យមួយគេនិយាយថាពេលខ្លះយើងកុំធ្វើអីតាមបេះដូងប៉ុន្តែយើងត្រូវធ្វើអីតាមខួរក្បាលយើងហើយតាមកម្មវិធីរបស់យើងប្រជាជនពួកគាត់ត្រូវបានជំនឿចេញពីកន្លែងហ្នឹងគឺពួកយើងទទួលស្គាល់ថាវាពិបាកសម្រាប់ប្រជាជនប៉ុន្តែពួកយើងត្រូវយល់ដែរថាប៉ះសិនបើរដ្ឋាភិបាលទាំងមូលពួកគាត់គិតតែរឿងប្រជាជនសមាន4000គ្រួសារឬក៏400គ្រួសារហ្នឹងអញ្ចឹងតើសេដ្ឋកិច្ចយើងទៅជាបែបណាឧទាហរណ៍ដូចជាពួកគាត់លើកឡើងទៅលើការកសាងនៅប្រយ័ត្នហោះថ្មីអ្នកនរគ្នាបាទបើសិនអ្នកខ្ញុំធ្លាប់ទៅប្រទេសថៃឬក៏ទៅប្រទេសផ្សេងណាប្រយ័ត្នហោះគេផ្សេងគឺមានទំហំមួយធំមែនតើពួកគាត់អាចទទួលបាននៅយន្តហោះធំពីក្រៅប្រទេសចូលមកអញ្ចឹងនៅពេលដែលប្រទេសមួយពួកគាត់អាចទទួលបានយន្តហោះធំពីក្រៅប្រទេសចូលមកអាប្រាក់ចំណូលហ្នឹងក៏បានខ្ពស់ដែរអញ្ចឹងអ្វីដែលពួកយើងចង់ឆ្លើយទៅក្នុងបដិសេធហ្នឹងគឺថាពួកយើងយល់ស្របថានៅពេលដែលបណ្ដឹងចេញហ្នឹងវាបាក់សម្រាប់ប្រជាជនប៉ុន្តែនៅពេលដែលបណ្ដឹងចេញណាគឺបណ្ដឹងចេញមួយដែលស្របទៅតាមច្បាប់មិនថារដ្ឋាភិបាលពួកគាត់ក៏បានអនុញ្ញាតរដ្ឋាភិបាលពួកគាត់ផ្ដល់សំណងទៅកាន់ប្រជាជនដែរហើយស្របពេលនេះដែរការបណ្ដឹងចេញហ្នឹងគឺក៏បានផ្ដល់នៅអត្ថប្រយោជន៍មួយសម្រាប់សេដ្ឋកិច្ចរបស់យើងជាពិសេសឧទាហរណ៍ដូចជាការអភិវឌ្ឍនៅប្រយោជន៍ហោះថ្មីដែលក្រុមបដិសេធបានលើកឡើងអញ្ចឹងជាថ្មីម្ដងទៀតពួកយើងអាណិតពួកយើងមានឧត្តមគតិគិតទៅលើប្រជាជនក៏ប៉ុន្តែពួកយើងក៏គួរគិតទៅលើសេដ្ឋកិច្ចឬក៏គិតទៅលើប្រទេសជាតិទាំងមូលផងដែរសូមអរគុណសូមអរគុណចូលមកកាន់វគ្គទី4គឺជាវគ្គសរុបសេចក្តីដូច្នេះសូមក្រុមស្របឡើងមកត្រៀមបងអូនមានពេល3នាទីនៅក្នុងការសរុបតលហេកចាសូមត្រៀម3 2 1សូមចាប់ផ្ដើមអង្គវេទិកាទាំងមូលជាទីគោរពក្រុមខាងបដិសេធបានរៀបចំពាក្យពេចន៍យ៉ាងពីរោះគួរឲ្យចង់ស្ដាប់ប៉ុន្តែបើយើងស្ដាប់កាន់តែលម្អិតតកតូនជាមួយតេឡេហេកក៏ដូចជាដំណោះស្រាយដែលក្រុមបដិសេធបានលើកឡើងហាក់បីដូចជាមិនស៊ីជាមួយនឹងប្រធានបទតកតូនជាមួយនឹងការវិនិយោគដែលផ្ទាល់របស់បរទេសតតែសោះអង្គវេទិកាទាំងមូលសូម្បីតែសម្ដេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺសម្ដេចហ៊ុនម៉ាណែតបានធ្វើការលើកឡើងនៅក្នុងអង្គសន្និសីទកសែតមួយនៅក្នុងថ្ងៃទី2ខែកក្កដាឆ្នាំ2024គឺលោកធ្វើការគ្រប់គ្រង 100% ទៅលើការវិនិយោគរបស់បរទេសមកកាន់ប្រទេសកម្ពុជាលើកលែងតែករណីមួយគឺ
ករណីកម្មសិទ្ធិទៅលើដីធ្លីរបស់ប្រទេសកម្ពុជាផងដែរជាចុងក្រោយខ្ញុំបាទសូមធ្វើការជម្រាបក៏ដូចជាបញ្ជ្រាបតាក់ទងជាមួយនឹងតលហីកដ៏រឹងមាំរបស់ក្រមស្របយើងខ្ញុំម្ដងទៀតតាក់ទងជាមួយនឹងជំហរដែលយើងកំពុងតែឈរមុននឹងឈានចូលទៅកាន់ការបកស្រាយរំអិតតាក់ទងជាមួយនឹងតលហីកទាំងពីរនេះខ្ញុំបាទសូមធ្វើការជម្រាបជូនទៅកាន់ក្រុមបដិសេធដូចគ្នាចំពោះសំណួរបានសួរខាងលើយើងឈរនៅជំហរត្រង់នេះដោយសារតែយើងជឿជាក់ថាបញ្ហាដែលក្រុមខាងបដិសេធបានលើកឡើងគឺជាបញ្ហាដែលអាចដោះស្រាយបានហើយយើងគួរតែចាប់យកត្រីដែលធំជាងត្រីដែលតូចដូច្នេះគឺយើងចាប់យកនៅឱកាសមាសជាចាប់បោះបង់នៅឱកាសមាសនេះចោលហើយអាចធ្វើការដោះស្រាយនៅបញ្ហាទាំងអស់នោះនៅពេលក្រោយបានអង្គវេទិកាទាំងមូលជាទីគោរពសូមជម្រាបជូនតាក់ទងជាមួយនឹងតលហីកទាំងពីររបស់យើងម្ដងទៀតគឺទី1តាក់ទងជាមួយនឹងការអភិវឌ្ឍក៏ដូចជាការអភិវឌ្ឍទៅលើផ្នែកសេដ្ឋកិច្ចបន្ទាប់ពីមានការវិនិយោគដោយផ្ទាល់ពីសំណាក់បរទេសនេះបើតាមរយៈតាមការសង្កេតមើលរបស់ប្រទេសកម្ពុជាយើងឃើញថាការវិនិយោគទៅលើបរទេសប្រៀបបានទៅនឹងក្បាលម៉ាស៊ីនដ៏ធំមួយនៅក្នុងការជួយទាញក៏ដូចជាធ្វើឲ្យមានកំណើននៅក្នុងអត្រាការងារក៏ដូចជាការអភិវឌ្ឍទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាដូចគ្នាជាក់ស្ដែងដូចជាយោងតាមក្រុមប្រឹក្សាអភិវឌ្ឍប្រទេសកម្ពុជាត្រឹមតែឆមាសទី1នៅក្នុងឆ្នាំ2024តែប៉ុណ្ណោះអ្នកវិនិយោគបរទេសបាននាំចូលរហូតដល់ 2.2 លាន$3.2 លានឯណោះនៅក្នុងឆ្នាំនេះតាក់ទងជាមួយនឹងការអនុម័តចំនួនគម្រោងរហូតដល់190គម្រោងឯណោះអង្គវេទិកាទាំងមូលនេះបើយើងសង្កេតឲ្យកាន់តែជ្រៅទៅទៀតតាក់ទងជាមួយតលហីកទី2គឺយើងបានបញ្ជ្រាបជូនថាការវិនិយោគរបស់បរទេសផ្ទាល់មកកាន់ប្រទេសកម្ពុជានឹងជួយឲ្យមានការអភិវឌ្ឍក៏ដូចជាការនាំចូលនៅបច្ចេកវិទ្យាទំនើបថ្មីដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាក៏ដូចជាអ្វីដែលសំខាន់ជាងនេះទៅទៀតគឺអភិវឌ្ឍទៅលើជំនាញរបស់ប្រជាជននៃប្រទេសកម្ពុជាកាលណាបើមានការវិនិយោគដោយផ្ទាល់ពីសំណាក់បរទេសយើងនឹងមានការនាំចូលនឹងម៉ាស៊ីនក៏ដូចជាគ្រឿងចក្រថ្មីទំនើប software digital ផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងផងដែរដែលនេះគឺជាផលប្រយោជន៍ដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជាដែលយើងអាចទទួលបានពីបរទេសហើយប្រជាជនរបស់យើងអាចមានការងារធ្វើនៅក្នុងរោងចក្រអាចមានឱកាសនៅក្នុងការអភិវឌ្ឍខ្លួនជាពិសេសគឺជំនាញរឹងនិងជំនាញទន់ដែលពួកយើងបានបកស្រាយពីខាងដើមគឺការគ្រប់គ្រងក៏ដូចជាការធ្វើការជាមួយបរទេសក៏ដូចជាអភិវឌ្ឍផ្នែកភាសានិងសមត្ថភាពនៅក្នុងការគ្រប់គ្រងវិស្វកម្មសរសេរកូដជាដើមដូច្នេះចង់បញ្ចប់ក្រុមរបស់យើងខ្ញុំជាក្រុមស្របសូមព្យាយាមពួកយើងឈរនៅក្នុងជំហរមួយដែលយើងមិនបានប្រកែក 100% ទៅលើបញ្ហាដែលអាចកាត់ឡើងកំឡុងពេលដែលមានការវិនិយោគដោយផ្ទាល់ពីសំណាក់បរទេសនោះទេប៉ុន្តែយើងជឿជាក់ថាយើងគួរតែចាប់យកឱកាសដែលធំជាងហើយយើងអាចយកវាដើម្បីអភិវឌ្ឍប្រជាជនរបស់យើងអភិវឌ្ឍប្រទេសរបស់យើងពោលគឺប្រទេសមួយដែលមានការវិនិយោគពីបរទេសប្រទេសនោះគឺជាប្រទេសដែលអភិវឌ្ឍបាទសូមអរគុណសូមអរគុណក្រុមស្របដូច្នេះចូលមកកាន់ក្រុមបដិសេធវិញបងអូនមានពេល3នាទីដូចគ្នានៅក្នុងការសរុបសេចក្តីក៏ដូចជាសង្ខេបនៅតលហីកដូច្នេះសូមបងអូនត្រៀម3 2 1សូមចាប់ផ្ដើមជាកិច្ចចាប់ផ្ដើមមុននឹងធ្វើការសរុបសេចក្តីខ្ញុំក៏ចង់ឆ្លើយតបទៅកាន់អ្វីដែលមិត្តក្រុមស្របបានលើកឡើងមិត្តបាននិយាយថាការវិនិយោគគឺជាការចាប់យកឱកាសមាសសម្រាប់តែអ្នកដែលមានឥទ្ធិពលនៅក្នុងសង្គមនោះទេតែជនក្រីក្រវិញទទួលរងនៅភាពវឹកវរក៏ដូចជាការរំលោភបំពានដីធ្លីដែលជាការរំលោភនៅលើសិទ្ធិមនុស្សហើយមិត្តបាននិយាយថា4000គ្រួសារមិត្តមិនគិតទេឬថាអ្វីដែលមិត្តកំពុងតែចាប់យកឱកាសនេះកំពុងតែរំលោភសិទ្ធិមនុស្សដោយពួកយើងអាចឃើញយ៉ាងស្ដែងតាមរយៈអ្វីដែលមិត្តក្រុមស្របបានលើកឡើងហើយមួយវិញទៀតមិត្តបាននិយាយថាប្រទេសថៃក៏បានអភិវឌ្ឍនៅអាកាសយានដ្ឋានមិត្តត្រូវចាំថាប្រទេសថៃគឺគេមានការអភិវឌ្ឍជាងយើងដូច្នេះបរិបទនៃប្រទេសយើងនៅក្នុងពេលនេះគឺត្រូវតែរក្សានៅហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋយើងជាមុនសិនយើងមិនអាចយកពីបទពិសោធន៍របស់គេមកដាក់ក្នុងបរិបទនៃសង្គមប្រទេសកម្ពុជានោះទេអង្គវេទិកាទាំងមូលជាទីគោរពហើយមួយវិញទៀតបើមិត្តដឹងថាបឹងកក់ហ្នឹងគឺប៉ះពាល់ដល់ប្រជាពលរដ្ឋតើហេតុអ្វីបានជានៅតែធ្វើហេតុអ្វីបានជានៅរំលោភសិទ្ធិមនុស្សដូចជាធ្វើការបណ្តេញចេញពួកគាត់ខ្ញុំឃើញបែបនេះក្នុងនាមជាយុវជនសតវត្សទី21ក្នុងប្រទេសកម្ពុជាក៏ខ្ញុំមានអារម្មណ៍ថាសោកស្ដាយចំពោះពួកគាត់ផងដែរដូច្នេះសូមអនុញ្ញាតឲ្យរូបខ្ញុំធ្វើការបូកសរុបសង្ខេបអត្ថន័យតលហីកទាំងពីរដ៏រឹងមាំរបស់ក្រុមបដិសេធយើងខ្ញុំតលហីកទី1បញ្ហាចម្បងប3នៃផលប៉ះពាល់តាមរយៈការវិនិយោគផ្ទាល់ពីបរទេសនាពេលបច្ចុប្បន្នមិត្តក្រុមស្របដែលនៅក្នុងនោះគឺមាន3ចំណុចទី1គឺបរិស្ថានគឺការបំផ្លាញនៅធនធានធម្មជាតិនិងអាកាសធាតុរបស់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅទី2គឺសង្គមរួមមានការរំលោភបំពានដីធ្លីការបណ្តេញចេញក៏ដូចជាវិសមភាពការរំលោភបំពានទៅលើសិទ្ធិមនុស្សនិងទី3គឺអភិបាលកិច្ចនីតិរដ្ឋខ្សោយក៏ដូចជាអំពើពុករលួយដែលទាមទារឲ្យមានតលហីកទី2គឺជាយុទ្ធសាស្ត្រក3ដើម្បីកាច់បំបាក់រាល់មេរោគតាមរយៈការវិនិយោគផ្ទាល់ពីបរទេសដូចគ្នា
ទី1យុទ្ធសាស្ត្រក1គឺការបង្កើនសុវត្ថិភាពបរិស្ថានដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋកទី2គឺការពង្រឹងអភិបាលកិច្ចស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនិងកទី3គឺការការពារគម្លាតសង្គមដើម្បីកលានុវត្តភាពប្រជាជនក្នុងការអភិវឌ្ឍអង្គវេទិកាទាំងមូលជាទីគ្រប់ចង្គៀងអ្នកណាភ្លឺផ្ទះអ្នកនឹងមិនអាចយកបរិបទនៃប្រទេសផ្សេងមកដាក់នៅក្នុងបរិបទនៃប្រទេសកម្ពុជានោះទេហើយលើសពីនេះទៅទៀតយើងឃើញគេមានការវិនិយោគដោយផ្ទាល់ពីបរទេសមានការអភិវឌ្ឍប៉ុន្តែมันប្រកាសថាពួកយើងអាចទទួលបានការអភិវឌ្ឍទាំងដែលប្រជាជនយើងកំពុងតែមានចំណុចខ្វះខាតក៏ដូចជាវិស័យបច្ចេកវិទ្យាជាដើមអង្គវេទិកាគុំឃើញដំរីជុះតាមដំរីយើងគួរណាតែរស់នៅក្នុងសង្គមមួយដែលពួកយើងកំពុងតែជួបប្រទះដើម្បីស្វែងរកនៅដំណោះស្រាយយ៉ាងល្អបំផុតហើយបើយើងដូច្នេះខ្ញុំក៏សូមសំណូមពរតំណាងឲ្យប្រជាពលរដ្ឋសូមមេត្តាឲ្យរដ្ឋាភិបាលក៏ដូចជាអ្នកមានមុខមាត់នៅក្នុងសង្គមសូមមេត្តាការវិនិយោគនោះគឺគិតដល់ប្រជាពលរដ្ឋផងពីព្រោះថាប្រជាពលរដ្ឋគឺជាកោសិកានៅក្នុងសង្គមជាតិដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្នដោយដែលសម្ដេចអគ្គមហាសេនាបតីបានលើកឡើងប្រជាជនកម្ពុជាយើងអើយរស់ត្រូវពឹងដង្ហើមខ្លួនឯងមិនត្រូវពឹងដង្ហើមគេដកនោះទេទើបខ្មែរយើងអាចខ្លាំងជាចុងក្រោយខ្ញុំយើងទាំងអស់គ្នាចូលរួមក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្នសូមគោរពអរគុណនិងសូមអរគុណបាទហៅបាទសូមអរគុណទៅដល់បងប្អូនក្រុមទាំងពីរបាទអញ្ចឹងក្រុមជ័យលាភីរៀងឈៀលតិចណារៀងក្តៅតិចបាទអញ្ចឹងអរគុណមែនទែនសម្រាប់ការពិភាក្សាដល់ថឹកថាផុសផលបាទអញ្ចឹងវគ្គបន្ទាប់យើងមានការផ្ដល់មតិយោបល់ពីគណៈកម្មការរបស់យើងទាំង5រូបអញ្ចឹងលើកនេះសូមពីខាងបងវិបុលមកមុនវិញម្ដងមកបាទអញ្ចឹងបាទសូមគោរពអញ្ជើញហើយយើងមានពេលដដែល10នាទីបាទអរគុណបាទសួស្តីខ្លាំងមែនសូមតែអ្នកក្រោយគាត់និយាយថាស្ដាប់ក៏ហត់ដែរណាដោយសារតែការវែកញែកនេះប្រកែរៀងខ្លួនអញ្ចឹងបងនិយាយជារួមមកវិញតាក់ទងមួយខាងក្រុមស្របគាត់លើកពីបច្ចេកវិទ្យាតាក់ទងមួយ Ford ធ្វើការតឡើងនៅខេត្តពោធិ៍សាត់វាក៏ជារឿងមួយដែរក្នុងការវិនិយោគពីបរទេសប៉ុន្តែក្នុងនាមយើងជាក្រុមបដិសេធយើងក៏គួរលើកឧទាហរណ៍ដែរគេលើកពីបច្ចេកវិទ្យាឡានយើងក៏មានបច្ចេកវិទ្យាឡានដែរ GTV របស់ខ្មែរយើងនៅក្នុងស្រុកដែលគាត់ទិញបច្ចេកវិទ្យាពីក្រៅមកហើយទៅការអភិវឌ្ឍដោយផ្ទាល់នៅក្នុងស្រុកអញ្ចឹងអានឹងក៏ជាចំណុចមួយដែរទី2ខាងក្រុមស្របគាត់បាញ់យើងមកគ្រាប់តាក់ទងមួយភូមិហើយគ្រូមជួយដីតាមពិតរឿងគ្រូមជួយដីហ្នឹងគឺជាបែបបទធម្មជាតិរបស់បរិស្ថានហ្មងវាមិនមែនជាបន្ទុករបស់ការអភិវឌ្ឍណាមួយទេប៉ុន្តែវាជាសញ្ញាណមួយរបស់ភពផែនដីដែលកាត់ចេញពីពំនើមផ្នត់ខ្សែក្បាត់ភ្នំភ្លើងរបស់ម៉ាក់ម៉ាអញ្ចឹងប្រទេសទាំងអស់សុទ្ធតែមានគំនូសហើយនឹងមានតម្រុយនៃការជួយដីទាំងអស់គ្រាន់តែថាយើងអត់ដឹងតែពេលណាហើយវាកាត់ឡើងភ្លាមអាកន្លែងហ្នឹងក៏ជាចំណេះដឹងទូទៅមួយដែរនៅក្នុងការផ្សារភ្ជាប់ជាមួយនឹងការដោះស្រាយហើយបន្តមកទៀតការជជែកវែកញែកហ្នឹងគឺភាសាខ្លាំងពេកដល់អញ្ចឹងពិបាកចាប់ដែរតាក់ទងមួយខាងក្រុមស្របគាត់បានចោទសួរតើការអភិវឌ្ឍដោយផ្ទាល់ហ្នឹងវាបែបម៉េចបានយើងចេះតែលើកយកតែរឿងបរិស្ថានមកជជែកវាត្រូវដែរប៉ុន្តែវាអត់ទាន់ចំចឹងក្នុងនាមយើងជាក្រុមបដិសេធនេះយើងត្រូវរកអំណាចឲ្យច្រើនបន្តិចហើយក្រុមស្របគាត់លើកយកចំណុចមួយទៀតតាក់ទងមួយការដឹកជញ្ជូន logistic ហើយនឹងហេដ្ឋារចនាសម្ព័ន្ធអាហ្នឹងក៏វាផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍផ្ទាល់របស់ខាងអ្នកវិនិយោគបរទេសដែរប៉ុន្តែក៏វាជាផលចំណេញរបស់អ្នកវិនិយោគក្នុងស្រុកដែរអញ្ចឹងកន្លែងនេះខ្ញុំការរំលឹកបន្តិចនៅពេលដែលមានវិបត្តិសេដ្ឋកិច្ចក្នុងស្រុកក៏ដោយជាសកលក៏ដោយវិស័យទាំងអស់នឹងដួលតែមានតែ logistic មួយដែលអត់ដួលវារត់ទៅកើនហើយរត់ទៅខ្ពស់អញ្ចឹងនៅពេលដែលមានវិបត្តិម្ដងបើសិនជាវិស័យដឹកជញ្ជូនយើងខ្សោយបើសិនជាផ្លូវយើងអត់រៀបរយបើសិនជាផ្លូវទឹកយើងមិនល្អគឺវាប៉ះពាល់ទៅការវិនិយោគរបស់ជនបរទេសហើយនិងខ្មែរដូចគ្នាឧទាហរណ៍ថានៅសម័យ COVID បើសិនជាគ្មានការវិនិយោគក្នុងស្រុកទេដូចជាវិទ្យាបុនឋានដូចជាក្រុមអីផ្សេងហ្នឹងគាត់ជាផលិតផលជាក្រុមហ៊ុនក្នុងស្រុកអត់ហេតុអីក៏យើងមិនព្រមលើក case ហ្នឹងយកមកតតាំងអានេះជារឿងមួយហ្នឹងហើយហើយមានចំណុចច្រើនទៀតប៉ុន្តែខ្ញុំចង់ផ្សារភ្ជាប់បន្តិចតាក់ទងជាមួយនឹងបង្កក់ដោយសារតែការវិនិយោគបរទេសភាគច្រើនគឺគាត់ធ្វើជាមួយប្រជាពលរដ្ឋអត់កើតគឺមានឈ្មួញកណ្ដាល
អញ្ចឹងឈ្មោះកណ្ដាលហ្នឹងគឺជាអ្នកបិទព័ត៌មានរវាងអ្នកវិនិយោគក្រៅប្រទេសហើយនិងអ្នកទទួលរងផលប៉ះពាល់អញ្ចឹងបើសិនជាចំណុចនេះយើងអាចក្តោបបានយើងអាចវាតម្លៃបានថាតើផលប៉ះពាល់ដែលប៉ះ 4000 គ្រួសារហ្នឹងទៅលើអីគេខ្លះហើយយើងអាចកណនាឧទាហរណ៍មួយដីនៅបឹងកក់បច្ចុប្បន្នផ្ទះវិឡានៅតំបន់ហ្នឹងគឺតម្លៃ 80,000 ទៅ1 លានកន្លះអញ្ចឹងវិឡាតូចមួយតម្លៃប៉ុណ្្នឹងអញ្ចឹងបើសិនជាយើងអង្គុយពេលវេលាទៅក្រោយបើយើងរកចំណុចយើងកណនាឃើញថាចន្លោះពេលហ្នឹងបើសិនជាប្រជាពលរដ្ឋ 4000 គ្រួសារហ្នឹងគាត់រងចាំរយៈពេល 5 ឆ្នាំការអភិវឌ្ឍ 5 ឆ្នាំហើយឲ្យអ្នកវិនិយោគផ្ទាល់ហ្នឹងគឺគាត់រកដំណោះស្រាយដូចជាការសង់អគារជួលលំនៅឋានបណ្ដោះអាសន្នហើយរងចាំទទួលផល 20% ពីគម្រោងវិនិយោគរបស់អ្នកវិនិយោគផ្ទាល់តើវាល្អអត់តែចំណុចហ្នឹងគឺអត់មានអ្នកណាលើកឡើងនៅក្នុងបណ្ដាអង្គការឬក៏សង្គមស៊ីវិលក៏ដូចជារដ្ឋាភិបាលដែរដោយសារតែអ្នកវិនិយោគផ្ទាល់របស់បរទេសហើយនឹងជនរងគ្រោះអត់បានពិភាក្សាគ្នាគឺមានឈ្មោះកណ្ដាលអញ្ចឹងសង្ឃឹមថាការវិនិយោគក្រោយនឹងមានការវិរំលាយទៅលើផលប៉ះពាល់ហើយកណនារយៈពេលហើយនឹងកំណើនសេដ្ឋកិច្ចដើម្បីទូទាត់សងពួកគាត់អានឹងជាចំណុចមួយដែលពួកយើងអាចសិក្សាបន្តទៀតបានហើយមួយទៀតក្រុមបដិសេធគាត់លើកឡើងពីរាល់ការវិនិយោគទាំងអស់ត្រូវការមានការវិរំលាយពីបរិស្ថានហ្នឹងហើយប៉ុន្តែការវិរំលាយទាំងអស់ហ្នឹងខ្ញុំឃើញយើងនិយាយចំល្អប៉ុន្តែការវិរំលាយទាំងអស់ហ្នឹងវាឆ្លងរវាងពីក្រុមអ្នកវិនិយោគបរទេសហើយនិងរដ្ឋាភិបាលប៉ុន្តែវាអត់មានចូលរួមពីស្វ័យយ័តពីសង្គមស៊ីវិលឬក៏ផ្នែកពាក់ព័ន្ធរួមអញ្ចឹងសួរថាតើកន្លែងហ្នឹងអ្នកណាអ្នកឲ្យត្រូវអ្នកណាអ្នកឲ្យខុសទៅលើការវិរំលាយផលប៉ះពាល់បរិស្ថានបាទសូមអរគុណចាសូមអរគុណសម្រាប់ខ្ញុំក៏មើលឃើញថាក្រុមទាំងពីរគឺផុសផលហើយចង់និយាយថាសកម្មមែនតែនសម្បីតែខ្ញុំស្ដាប់ហ្នឹងក៏ជក់ដែរជក់ជាងមើលកុនអាមេរិកកាំងទៀតនិយាយត្រង់ចាខ្ញុំនិយាយមាន2ទី1ខ្ញុំសំដៅទៅលើក្រុមបដិសេធល្អសម្រាប់តាំងពីការនិយាយកាយវិការឬមួយក៏សម្លេងលើកដាក់អីមានដំណាំអីចឹងហើយជាពិសេសគឺយើងនិយាយច្បាស់អំពីការរំលោភសិទ្ធិមនុស្សព្រោះអីខ្ញុំធ្វើការងារហ្នឹងមែនតើទៅនឹងការអភិវឌ្ឍហ្នឹងគឺវាមានការរំលោភទៅលើសិទ្ធិមនុស្សខ្លាំងច្រើនមែនតើដូចជានៅបឹងកក់នៅតំបន់ផ្សេងទៀតបឹងតមោកនឹងការលុបបឹងឬក៏បំផ្លាញធនធានធម្មជាតិហ្នឹងគឺតកតងនឹងការវិនិយោគទាំងអស់ហើយអញ្ចឹងទៅអ្វីដែលរដ្ឋាភិបាលបាននឹងកំពុងធ្វើគឺហាក់បីដូចជាកំពុងតែបំផ្លាញដែរហើយផលប្រយោជន៍នោះគឺมันមានទៅដល់ប្រជាពលរដ្ឋនឹងប្រមាណនេះភាគច្រើនគឺតែទៅលើអ្នកដែលក្រុមហ៊ុនធំនិងជាឯកជនចាទី1ហ្នឹងខ្ញុំគ្រប់គ្រងកំណត់នេះខ្លាំងដែរសម្រាប់ខ្ញុំផ្ទាល់ចាហើយមួយទៀតតកតងទៅនឹងការតកតងទៅនឹងអ្វីដែលយើងនិយាយថាយើងត្រូវពឹងដង្ហើមខ្លួនឯងជាការពិតយើងអាចពឹងគេរហូតទេយើងមើលករណីជាក់ស្ដែងដូចនៅអ៊ុយក្រែនដោយសារគាត់បានរៀបចំអីពីដំបូងមកនៅពេលដែលសង្គ្រាមពឹបគាត់ត្រូវទៅពឹងអាមេរិកប៉ុន្តែមកដល់ដំណាក់កាលនេះឃើញថាគាត់មានការលំបាកដោយសារអីយើងអាចបានរៀបចំខ្លួនអញ្ចឹងគឺមេរៀនមួយនេះគឺយើងអាចយកអនុវត្តបានមិនមែនថាទៅលើតែសង្គ្រាមទេយើងប្រហែលជាមិនអាចមានសង្គ្រាមដោយអ៊ុយក្រែននិងរុស្ស៊ីមែនប៉ុន្តែវាតកតទៅនឹងសង្គ្រាមពាណិជ្ជកម្មវាអាចប៉ះពាល់ដល់យើងដែរអញ្ចឹងអ្វីដែលយើងចាប់ផ្ដើមដោយខ្លួនឯងអ្វីដែលយើងមានដោយខ្លួនឯងក៏ល្អដែរខ្ញុំឃើញមានបទពិសោធន៍នៅប្រទេសមួយចំនួនដូចជាជនជាតិដើមភាគតិចគាត់មិនអនុញ្ញាតឲ្យការហូរចូលនៅបច្ចេកវិទ្យាថ្មីទៅក្នុងតំបន់របស់គាត់ទេអញ្ចឹងគាត់រស់នៅជារបៀបគាត់អញ្ចឹងគាត់នៅតែអាចរស់នៅបាននៅក្នុងសហគមន៍របស់គាត់អីអញ្ចឹងណានេះគឺជាការល្អមួយដែរដែលគាត់អត់ទទួលយកនៅអរិយធម៌បរទេសនិងសេដ្ឋកិច្ចបរទេសដែលគាត់នៅរក្សាវប្បធម៌អរិយធម៌របស់គាត់បានអញ្ចឹងណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏សម្រាប់តែក្រុមស្របក៏មានអំណាងនិងផុសតាំងច្រើនដែលជួយថាបើមិនអាចរស់នៅម្នាក់ឯងបានទេនៅក្នុងដំណាក់កាលនេះប្រទេសយើងក៏ដូចជាប្រទេសនៅលើសកលលោកគឺត្រូវការវិនិយោគវិជាការពិតអ្វីដែលសំខាន់នេះខ្ញុំនៅតែមានអារម្មណ៍ថានៅតែមានកំណត់ថាអ្វីដែលសំខាន់សម្រាប់យើងនៅក្នុងការអនុវត្តគឺការអនុវត្តគឺការរៀបចំច្បាប់ការធ្វើឲ្យមានតម្លាភាពគណនេយ្យភាពដើម្បីធ្វើឲ្យមានទំនុកចិត្តនិងការគោរពសិទ្ធិមនុស្សពេញលេញដែលធ្វើឲ្យអ្នកដែលទទួលផលប្រយោជន៍នឹងគឺជាប្រជាជនរបស់យើងហើយនិងអ្នកទាំងអស់គ្នាកុំឲ្យវាមានគម្លាតឆ្ងាយពីគ្នាពេកអញ្ចឹងណាចាអរគុណចាសម្រាប់នាងខ្ញុំ
នេះខ្ញុំមកភ្ញាក់ផ្អើលឃើញសមត្ថភាពបងអូនទាំងពីរក្រុមមានការរីកចម្រើនវិវត្តបានច្រើនជាងវគ្គកណ្ដាលផ្ដាច់ព្រាត់ហើយសូមកត់សរសើរមួយទៀតទាំងពីរក្រុមមានគោលចំហច្បាស់លាស់ទៅលើក្រុមរបស់ខ្លួនជាក្រុមក្នុងនាមជាក្រុមតតាំងស្របនិងក្រុមតតាំងទៅចែកដេញដោលបដិសេធអញ្ចឹងក៏ទាំងពីរក្រុមឃើញថាចេះចាប់យកជ្រុងដែល support ទៅលើក្រុមរបស់យើងចាក្រុមស្របគាត់បានស្រាវជ្រាវទៅលើឯកសារតាក់ទងជាមួយនឹងគេហៅករណីសិក្សាជោគជ័យរបស់រដ្ឋាភិបាលក៏ដូចជាយុទ្ធសាស្ត្រនានាដែលលើកមកគ្រប់គ្រងទៅដល់ការចូលរួមឲ្យមានគ្រប់គ្រងឲ្យមានការវិវត្តជួនបតទេនៅក្នុងប្រទេសយើងចាឃើញបងអូនលើកទៅលើជ្រុងមួយហ្នឹងគឺមានភាពច្បាស់លាស់ហើយគាត់តែខ្ញុំសំចាប់អារម្មណ៍តិចសម្រាប់ក្រុមស្របគាត់លើកតាក់ទងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាឡាន Ford នៅខាងខេត្តពោធិ៍សាត់ហ្នឹងបងអូនលើកបានត្រូវប៉ុន្តែបងអូនលើកបានតិចពេកបើសិនជាបងអូនអាចរកករណីសិក្សាហ្នឹងបាន1 2អីទៀតខ្ញុំគិតថាគំនិតដែលបងអូនលើកឡើងតាក់ទងជាមួយនឹងការ support ដែលមាន FDI ក្នុងប្រទេសយើងហ្នឹងវាកាន់តែមើលទៅវាបង្ហាញសាច់ដុំខ្លាំងជាងហ្នឹងចាហើយតាក់ទងជាមួយនឹងបងអូនក្រុមបាក់សែនវិញបងឃើញឯកសារស្រាវជ្រាវបងអូនលើកមកច្បាស់លាស់ហើយបងអូនអាចចាប់ទៅលើចំណុចមួយនៅក្នុងការស្រាវជ្រាវរបស់របាយការណ៍ដូចជា FDI នៅរបស់ TI ដែលគេស្រាវជ្រាវមកក៏ដូចជាឯកសារបឹងកក់និងរបាយការណ៍បឹងតមោកអីហ្នឹងតាក់ទងមួយស្ថានភាពកាន់កាប់ដីធ្លីគម្រោងអភិវឌ្ឍ ING City Airport ថ្មីហ្នឹងក៏ដូចជាខាងព័ត៌មានខាងក្រុងអរិយខ្សាត់ហ្នឹងពីសិតតែជាព័ត៌មានកំពុងតែក្តៅហើយកំហុកទៅលើ FDI ក្នុងប្រទេសយើងអញ្ចឹងអីដែលអូនលើកមកហ្នឹងគឺត្រឹមត្រូវហើយវាពិតជាមានគេហៅថាការលំពៀនសិទ្ធិមនុស្សនេះច្រើនមែនបើយើងនិយាយពីការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងប្រទេសកម្ពុជាសម្រាប់ខ្ញុំមើលឃើញជ្រុងពីច្បាប់បរិបទច្បាប់និងសិទ្ធិមនុស្សនៅក្នុងប្រទេសយើងហ្នឹងអញ្ចឹងបើយើងលើកក្រុមបដិសេធបើលើកព្យាយាមលើក highlight រឿងតាក់ទងនឹងសិទ្ធិមនុស្សឲ្យច្រើនក៏ដូចជាការលំពៀនឲ្យច្រើនហើយមានខេសច្បាស់លាស់យកមកបកស្រាយ1 2 3ខ្ញុំគិតថាវាកាន់តែការចែកហ្នឹងវាកាន់តែផលផុសជាងហ្នឹងប៉ុន្តែយ៉ាងណានៅតែរីករាយហើយសប្បាយចិត្តឃើញបងប្អូនបានប្រឹងប្រែងច្រើនហើយល្អជាងវគ្គមុនហើយក្រុមនេះខ្លាំងមែនជួបដូចបងស្រីគាត់មានប្រសាសន៍អញ្ចឹងចាសូមអរគុណសួស្តីបងប្អូនបងសូមអបអរសាទរនិងកោតសរសើរទាំងពីរក្រុមគឺម្នាក់មានអារម្មណ៍ថាធ្វើអស់ពីសមត្ថភាពហើយគឺ very active very engaging អញ្ចឹងបងមាន comment ខ្លះសម្រាប់បងក្រុមស្របបងរៀងនិយាយលឿនខ្លាំងបើសិនជាអូនអាចបន្ថយតិចអូនអាចថាមានកលុកកលាក់អីទៅយើងអាចដាក់ទម្ងន់ទៅលើអំណះអំណាង argument អីហ្នឹងរបស់យើងមួយទៀតដូចបងស្រីគាត់បានលើកឡើងដែរអូនដូចជាអត់សូវមានលើកនៅការស្រាវជ្រាវច្រើនយកមក support ធម្មតាពេលដែលយើងមានអំណះអំណាងយើងត្រូវមានអីយកមក support ថាមកពីណាហើយ evidence ដែលយើងត្រូវ support ហ្នឹងអាចថាជាការស្រាវជ្រាវហើយការស្រាវជ្រាវមានច្រើនរបស់រដ្ឋយើងរបស់អង្គការសង្គមស៊ីវិលរបស់ពីអង្គការអន្តរជាតិអីជាដើមដើម្បីយើងយកមកធ្វើឲ្យអំណះអំណាងរបស់យើងកាន់តែវាធ្ងន់ជាងមុនការប្រើពាក្យសម្ដីបងគិតថានេះប្រហែលជាទាំងពីរក្រុមហ្មងការយើងនៅក្នុងការប្រកួតប្រជែងដេញដោលជជែកដេញដោលមិនការបកែកគ្នាអញ្ចឹងពេលខ្លះប្រើពាក្យសម្ដីយើងអាចរើសយកពាក្យដែលនិយាយទៅមានន័យតែមួយតែវាលក្ខណៈស្រាលជាងណាព្រោះអីបងគិតថាពេលយើងបង្កើតកម្មវិធីបែបហ្នឹងគឺដើម្បីចង់ building skill របស់អូនសម្រាប់ការធ្វើការ lobby advocate ពេលដែលអូនចេញទៅធ្វើការអញ្ចឹងអូនត្រូវត្រៀមពីឥឡូវទៅយើងជជែកយើងចង់ឲ្យគេជឿទុកចិត្តលើ position របស់យើងតែយើងមិនបាច់ប្រើពាក្យធ្ងន់ពេកទេពេលខ្លះយើងសំខាន់គឺអំណះអំណាងរបស់យើងវាមាន reason ដែលស្ដាប់ទៅវាត្រូវជាមួយអំណះអំណាងគ្រប់គ្រងអំណះអំណាងហ្នឹងហើយវាមាន evidence ជាក់ស្ដែងដែលគេអាចយកមកមើល verify អីបានអានេះអាចថាជាយោបល់រួមសម្រាប់ឲ្យអូនពង្រឹងបន្ថែមពីសមត្ថភាពរបស់បងថែមទៀតបងចាប់អារម្មណ៍ថាបងខាងនេះគាត់និយាយពីរឿង ESG ហើយវាជារឿងមួយដែលល្អដែរព្រោះអីរដ្ឋាភិបាលរបស់យើងក៏បានចាប់អារម្មណ៍លើរឿង ESG ទាំងដែរនិយាយទៅប្រធានបទយើងរៀងប្រគ្រាន់តែនិយាយពី foreign direct investment in Cambodia អញ្ចឹងយើងអត់ដឹងថាទៅជ្រុងណាហើយបងគិតថាបងទាំងពីរហ្នឹងមិនមែនថា foreign direct investment ហ្នឹងគឺ
good 100%ឬក៏អាក្រក់100%ទេយើងថានៅទៅត្រូវការឲ្យមាន foreign direct investment ក៏ប៉ុន្តែដូចបងខាងនោះគាត់បានលើកឡើងពីខាងមុនយើងត្រូវការ good investment មិន all investment ហ្នឹង good ទេហើយយើងឥឡូវមានច្បាប់មានគោលការណ៍ច្រើនទាំងគោលការណ៍គេហៅ soft law principle ជាច្រើន good practice ពីប្រទេសគេអញ្ចឹងយើងអាចរើសយក foreign direct investment ដែលល្អយើងធ្វើតាមច្បាប់មានតម្រូវការឲ្យធ្វើ environmental impact assessment social impact assessment មាន consultation អញ្ចឹងយើងមានអស់ហើយពេលខ្លះគឺហាមានច្បាប់ហើយយើងអាចយកបន្ថែមពីខាងក្រៅដូចជា international principle របស់ IFC ឬក៏ World Bank អញ្ចឹងដើម្បីយកមកប្រគ្រប់តែសំខាន់បញ្ហាដែលសំខាន់គឺការអត់ទាន់អនុវត្តអញ្ចឹងប្រហែលជាការជជែកគ្នាហ្នឹងយើងកុំឆ្លោះគ្នាខ្លាំងពេកថាត្រូវតែមាន foreign direct investment ហ្មងឬក៏អត់ត្រូវការសោះហ្មងយើងត្រូវរកកន្លែងណាមួយដែលឥឡូវជាស្អីគេជាបញ្ហាហើយខាងនេះអូនឯងកុំនិយាយថាដោយសារតែប្រជាជន 4000 នាក់អីហ្នឹងអាហ្នឹងតួបងមិននៅក្នុង 4000 នាក់ហ្នឹងក៏បងមានអារម្មណ៍ថាវារៀងធ្ងន់អញ្ចឹងតែយើងត្រូវសួរថាចេះ foreign direct investment ហ្នឹងត្រូវធ្វើចឹងចង់និយាយថាយើងទាញយក foreign direct investment ហ្នឹងអត់បានហ្មងបើអត់មានធ្វើឲ្យមានការប៉ះពាល់ទៅលើបរិស្ថានឬសង្គមត្រូវតែមាន either foreign direct investment ហើយនឹង adverse impact តើវាត្រូវតែអញ្ចឹងឬក៏មានវិធីណាមួយដែលយើងអាចបានទាំងពីរចង់និយាយថាបាន good foreign direct investment មកជួយស្ថាបនាប្រទេសយើងហើយអត់សូវមាន impact ទៅលើ environment ឬក៏ people ទេហើយបងអូនខាងបដិសេធយើងក៏កុំបដិសេធបាច់អហង្ការខ្លាំងពេកយើងត្រូវលើកឡើងខ្លះដែរថារដ្ឋាភិបាលក្នុងប្រហែលមួយសតវត្ស10ឆ្នាំចុងក្រោយគាត់ក៏បានព្យាយាមដោះស្រាយរឿងអស់ហ្នឹងដែរដោយរឿងដីធ្លីដូចជាមានការធ្វើឲ្យមានកម្មសិទ្ធិលើដីធ្លីក៏ប៉ុន្តែវានៅមាន gap ហើយយើងលើកឡើងថា gap ហ្នឹងត្រូវដោះស្រាយដល់របៀបណាអាហ្នឹង just some thing for you to consider អរគុណច្រើនអូនសូមអរគុណបាទវគ្គមុនខ្ញុំមានសំណាងគេឲ្យនិយាយមុនខ្ញុំនិយាយបានច្រើនតែឥឡូវវគ្គនេះក្រោយគេនិយាយអស់ខ្ញុំនៅសល់តែបន្តិចទេណាស្ដាយរើសអីរើសបានមុនគេណាអញ្ចឹងក្រោយគេបាទខ្ញុំមិនព្យាយាមដុតថែមទៀតទេព្រោះក្រុមទាំងពីរនឹងហាក់ដូចជាដុតគ្នាបានល្អណាបាទហើយខ្ញុំសូមសរសើរដោយខាងអស់លោកស្រីគណៈកម្មការមុនដែរគឺបងអូនបានបង្ហាញនៅគេហៅជា skill របស់ខ្លួននៅក្នុងការ debate ណាយើងខ្ញុំមិនមានអីថែមទៀតទេនៅក្នុងចំណុចហ្នឹងព្រោះហើយយើងធ្វើបានល្អពេលប្រកាសប្រស័យទៀតទៅប៉ុន្តែនៅបន្តិចប្រហែលជាបងប្អូននៅខ្វះខាតបន្តិចtrongការ control emotion របស់យើងព្រោះយើងដឹងហើយថា debate មិនមែនយើងមកយកឈ្នះតែគ្នាយើង2នាក់មួយខាង2នាក់4នាក់ហ្នឹងទេ debate ហ្នឹងគឺធ្វើឲ្យគេអ្នកដែលឈរមើលអង្គុយមើលនេះគេយល់ផងដែរ audience នេះគេយល់ផងដែរតែបើយើងនិយាយញាប់ពេកក៏គ្នានេះក៏ស្ដាប់មិនទាន់ដែរណាមិនដឹងថាខ្លឹមសារនឹងមិនខ្លះរឿងដែលល្អដល់ពេលដែលនិយាយញាប់ពេកវាជ្រុះបាត់ទៅអ្នកស្ដាប់មិនទាន់វាទៅជារឿងមិនល្អឬអត់បានស្ដាប់អីទេស្ដាប់ទៅមិនច្បាស់ណាអានេះជារឿងមួយសំខាន់នៅក្នុងពេលដែលយើងមាន debate អ្នក debate ដែលមានប្រសិទ្ធភាពគឺនិយាយមួយហើយច្បាស់ណាអានេះជារឿងសំខាន់របស់ខ្ញុំដឹងបងប្អូន pressure ពីរឿងពេលវេលាខាងក្រោយនោះដោយសារគេដាក់ពីមុខបើគេដាក់ពីក្រោយអត់អីវិញដាក់ពីមុខខំសកត់ទៅមិនដល់ចប់ទី1ទី2នៅក្នុងការយើង debate វាមាន2គឺទី1ការអំណះអំណាងហើយនឹងទី2ទិន្នន័យដែលយកទៅគ្រប់គ្រងការអះអាងរបស់យើងអំណះអំណាងនោះគឺជាស្អីដែលយើងគិតយើងថាអានេះជាគំនិតរបស់យើងជារឿងដែលយើងគិតថាវាអញ្ចឹងក៏ប៉ុន្តែនៅពេលដែលយើងគិតតែយើងប៉ុន្តែអត់មានទិន្នន័យសម្រាប់គ្រប់គ្រងគ្រប់គ្រាន់ក៏វាធ្វើការ debate ហ្នឹងបើន័យថាវាទៅចោតប្រកាន់នៅក្នុងរឿងកាលណាយើងទី1កាលណាការអះអាងរបស់យើងមិនច្បាស់ឬក៏មិនគ្រប់គ្រាន់ហើយខ្វះទិន្នន័យទៀតអ្នកដែលស្ដាប់ពីខាងក្រៅហ្នឹងគេនឹងមិនគ្រប់គ្រងថានឹងវាសមរម្យនៅក្នុងការ debate ទោះបីជាខុសក៏ដោយឲ្យតែយើងមានអំណះអំណាងល្អច្បាស់លាស់មានទិន្នន័យក៏គេឲ្យត្រូវដែរបានន័យថាល្អនិយាយទោះបីជាយើងបដិសេធប៉ុន្តែបើយើងមានគ្រប់គ្រាន់មកទាំងអំណាងយើងទាំងច្បាស់ហើយនឹងគ្រប់គ្រាន់គាត់តែច្បាស់មួយមុខអត់គ្រប់អត់តន់ត្រូវទាំងអស់ទេគឺច្បាស់ហើយគ្រប់គ្រាន់ទៀតបាទហើយផុសតាំង support ទៀតខ្ញុំមិនមែនបងប្អូនថានិយាយថាខ្វះទេប៉ុន្តែជាមេរៀនមួយសម្រាប់យើងដែរដូចជាយើងលើកពីរឿងនៅប្រទេសភូមានៅភូមា
dương thì dây tha đòi xa tại ca viên dục tuần vì bò tết bản thua ai miền làm chui phản đầy nâng đi lực kêu khăn học còn lược lá người ta ấp sơ xong sọp tết mua là hai nâng giờ lấy với chui phản đầy vì chỉ là cái nạn thò mà chết mình là cái bị xe muối đòi xa tại thề phản đầy mất ở trong tam này phải chạy cái tết kia như vậy đó chắc nâng vì chiều tia hó muối đe nam bao dương thì lược ở tia hó giờ mà đã nâng cứ mình toàn chụp bạc ở trong vì mua là hai chia sẻ ăn thì phải trầm trời tê nè tí pi tiết nơi pe để dương lược lang tha nơi phù mia nâng ca rụng chui phản đấy đời xa tại ca viên dục tuân pi bò tê dương có ăn miên tân ở đây thà ta nơi không bờ tê phù mia phải chịu bón nâng ca viên dục tuân pi bò tê miên tùm hồng pan à dương ăn đăng tê chứ là nơi việc quan chỉ cá lược lang bỏ dương cứ sman trong sòng khang đấy bà hãy ăn trai chỉ mùi mù là hai say đây chỉ mù là hai chỉ sai thì phảiประกอบเป็นพอต่างบ้างเรื่อง quote ខ្ញុំចាប់បានបន្តិចដែរ quote ដូចជាពេលខ្លះយើង quote ពី VOA quote ពីភ្នំពេញប៉ោះត្រូវការ quote ក៏ប៉ុន្តែយើងត្រូវមើលនៅទិន្នន័យក្នុងការពេលខ្លះការ quote របស់យើងវាមិនមែនជាការជា primary quote ទេវាជា secondary quote ឧទាហរណ៍ថា VOA ឬអាស៊ីសេរីគាត់ quote ពីក្រសួងនេះគាត់ quote ពីស្ថាប័ននោះអញ្ចឹងពេលដែលយើងទៅសេយើងកុំទៅសេឲ្យបន្ទុទៅអាស៊ីសេរីគឺត្រូវឲ្យបន្ទុទៅម្ចាស់ដើមគេនោះគឺកម្មសិទ្ធិបញ្ញាពីម្ចាស់ដើមស្ថាប័នដើមមកដែលគេយកមកឧទាហរណ៍ថាអាស៊ីសេរីក៏ទៅសេដោយផ្អែកទៅលើរបាយការណ៍របស់ក្រសួងការងារអញ្ចឹងពេលដែលយើង quote គេមកសុំ complete ទៅយកក្រសួងការងារ quote នៅក្នុងអាស៊ីសេរីអានឹងប្រយ័ត្នណាបាទពេលសារព័ត៌មានគាត់មិនមែនជាអ្នកដែល produce ទិន្នន័យខ្លួនឯងនេះទិន្នន័យគឺគាត់ប្រមូលពីគេដែរអញ្ចឹងបងប្អូនដែលរៀនខាងការស្រាវជ្រាវហ្នឹងគឺប្រយ័ត្នប្រយែងរឿងព័ត៌មានហ្នឹងណាបាទជួយមើលទៅបាទរឿងមួយទៀតចុងក្រោយគឺការវាយតម្លៃតាមពិតគេមានគ្រប់គម្រោងក៏រឿងដែលសំខាន់ដែលឧបសគ្គមួយគឺទី1ការវាយតម្លៃហ្នឹងបើខ្ញុំធ្វើការកិច្ចការនឹងច្រើនជាអ្នកស្រាវជ្រាវទៅលើធនធានធម្មជាតិរយៈពេលជិត20ឆ្នាំការវាយតម្លៃមានក៏ប៉ុន្តែអត់តម្លាភាពទី1ការវាយតម្លៃអត់ធ្វើឡើងដោយអ្នកឯករាជ្យណាគឺថាមិនមានដូចយើងលោកគ្រូបានលើកឡើងមិញថាអត់មានអ្នកដែលយើងថាជាអ្នកដែលយើងពឹងផ្អែកថានឹងឯងពិតជាវាយតម្លៃទៅវាមានគុណភាពគ្រប់គ្រាន់ណាទី2ជួនកាលការវាយតម្លៃនឹងហើយក៏អត់មានការយកការវាយតម្លៃមកបង្ហាញឲ្យច្បាស់ថាអ្នករឿងនឹងរកឃើញចេះយកបង្ហាញឲ្យឃើញជាសាធារណៈក៏អត់ទៀតអត់អ្នកវាតម្លៃឯករាជ្យហើយដល់បានព័ត៌មានមកអត់មានតម្លាភាពទៀតហើយទី3ជាញឹកញាប់ទៀតទោះបីជាមានការវាតម្លៃរួចហើយក៏ដោយក៏ប៉ុន្តែគម្រោងនៅតែធ្វើបន្តទៅទៀតរហូតដល់មានផ្អើលឈុលអញ្ចឹងទៅណាបាទនេះជារឿងមួយដែលខ្ញុំធ្លាប់មានបទពិសោធន៍បាទយើងការជែកយើងមិញវិលទៅវិញយើង emotion រឿងការថ្នមសម្លេងណាធ្វើម៉េចឲ្យគេថាទោះបីជាតឹងហើយបើតែយើងនៅតែញឹមហើយនិយាយមួយច្បាស់អានឹងគឺនិយាយដែលប្រកបដោយឥទ្ធិពលហើយអ្នកស្ដាប់គេចង់ស្ដាប់តែបើយើងនិយាយយូរទៅញាប់ជាងជួនកាលពេលខ្លះខឹងផងចង់បើក្រុមយើងមិញមិនចង់បន្តិចទៅចង់ប៉ះគ្នាមកបន្តិចតែមិញតាមស្ដាប់សម្ដីបាទយើងសូមអរគុណយើងមានប៉ុណ្្នឹងបាទអរគុណមែនទែនសម្រាប់បេក្ខជនរបស់យើងដែលស្វិតស្វាញក្នុងរយៈពេល2ខែមកហើយត្រឡប់ដល់ថ្ងៃនេះបាទអញ្ចឹងខ្ញុំសូមជម្រាបដល់លោកស្រីបងប្អូនដែលជាអ្នកចូលរួមក៏ដូចជាបេក្ខជនរបស់យើងបានជ្រាបដែរលក្ខខណ្ឌនៃការដាក់បន្ទុកយើងផ្ដល់លក្ខណៈវិនិច្ឆ័យទៅលើ7ក្រៃការីមានន័យថា7លក្ខណៈវិនិច្ឆ័យទី1យើងតកតងនឹងខ្លឹមសារនិងការស្រាវជ្រាវទី2យើងឲ្យតម្លៃឲ្យបន្ទុកទៅលើតល័យកទី3ឲ្យបន្ទុកទៅលើភាសាកាយវិការឬក៏ទឹកមុខសម្លេងជាដើមបាទទី4យើងឲ្យបន្ទុកទៅលើការសហការក្រុមមានន័យថាចេះជួយគ្នាឬក៏ផ្ដល់ជាការបោះដៃជួយគ្នាក្នុងការនិយាយជាដើមហើយបន្ទាប់មកមានការគ្រប់ពេលវេលាមានន័យថាការប្រើប្រាស់ពេលវេលាឲ្យបានល្អហើយកុំឲ្យលើសកុំឲ្យខ្វះចុងក្រោយយើងឲ្យបន្ទុកទៅលើការស្លៀកពាក់ផងដែរទៅតាម dress code របស់យើងបាទអញ្ចឹងដោយគណៈកម្មការលោកបានផ្ដល់បន្ទុក
ហើយគណៈកម្មការបច្ចេកទេសរបស់យើងក៏បានបូកបន្ទុករួចហើយដែរអញ្ចឹងខ្ញុំសូមប្រកាសលទ្ធផលក្នុងពេលនេះបាទអញ្ចឹងសូមប្រកាសលទ្ធផលដំបូងបាទជ័យលាភីលេខ4លេខ3និងលេខ4មានន័យថាក្រុមទី1បាទអញ្ចឹងក្រុមដំបូងយើងមានក្រុមសម្លេងយុវជននិងក្រុមពន្លឺយុទ្ធធម៌បាទអញ្ចឹងក្រុមដែលទទួលបានជ័យលាភីលេខ3គឺក្រុមពន្លឺយុទ្ធធម៌បាទអញ្ចឹងក្រុមសម្លេងយុវជនជាប់ចំណាត់ថ្នាក់លេខ4បាទបាទសម្រាប់ក្រុមចុងក្រោយដែលក្រុមដណ្ដើមយកជ័យលាភីលេខ1បាទអញ្ចឹងបាទជ័យលាភីលេខ1បានទៅលើបាទអត់មានចាស់ឧបត្ថម្ភទេ បាទបានទៅលើក្រុម Double D បាទអញ្ចឹងចំណាត់ថ្នាក់លេខ2បានទៅលើយុវជន21